ខ្ញុំបានរៀបការជាមួយចិនឆាន់រយៈពេល3ឆ្នាំហើយបន្ទប់សំដំណេកក៏ដូចជាបន្ទប់សន្តាគាររាល់ពេលដែលគេត្រឡប់មកវិញគេធ្វើបានត្រឹមតែដាក់តម្រង់ទឹកទេចឹងឡានមើលមកខ្ញុំមកខ្ញុំប្រាប់ឲ្យមើលមកខ្ញុំណាឡាននិយាយមកស្រែកចេញមកបញ្ចេញសម្លេងមកលោកចិនឆាន់ខ្ញុំគ្រាន់តែជាមនុស្សកឲ្យខ្ញុំនិយាយបានយ៉ាងម៉េចមិនត្រឹមតែប៉ុណ្ណោះលោកមិនមែនជាបងប្រុសដែលនៅលួងលោមនឹងនៅការពារខ្ញុំដូចពីមុនទៀតទេចឹងឡាននឹងនេះពិតជាត្រូវងាប់អញ្ចឹងពិតជាធ្វើឲ្យយើងខកបំណងណាសៀវជិនលោកទៅវិញហើយអូបែបនេះរហូតរាល់ពេលដែលយើងឆ្លុះគ្នាហេតុអីក៏លោកត្រូវត្រឡប់ទៅរកនាងកូននឹងដែរឃើញហើយមែនទេអត់ឃើញទេចាំទុកដើមកំណត់របស់នាងផងនាងគ្រាន់តែជាកូនចិញ្ចឹមត្រកូលលូខ្ញុំរៀបការជាមួយនាងគ្រាន់តែបំពេញបំណងលោកតាចុងក្រោយប៉ុណ្ណោះមិនបាច់ស្លាញ់ខ្ញុំទេតែខ្ញុំនឹងមើលថែនាងឲ្យល្អបំផុតយល់ទេលោកចិនឆាន់លោកប្រាប់ថាមិនឲ្យខ្ញុំស្រឡាញ់លោកទោះជាខ្ញុំឃើញហើយអាចធ្វើអ្វីបានទេលោកមិនដែលខ្វល់ពីអារម្មណ៍របស់ខ្ញុំមិនដែលយកចិត្តទុកដាក់ទោះយ៉ាងណាខ្ញុំក៏គ្មានសិទ្ធិទៅចាំនឹងលោកដែរខ្ញុំទៅធ្វើអាហារពេលព្រឹកថ្ងៃនេះកម្មវិធីខួបកំណើតរបស់ក្មួយខ្ញុំនាងទៅផ្ទះធំជាមួយខ្ញុំណាមានអីមិនមានអីទេប្រញាប់ញ៉ាំទៅប្រយ័ត្នទៅចាក់វានឹងមិនឆ្ងាញ់ណាលោកចិនឆាន់លោកនៅចាំបានទេថាយើងក៏ធ្វើមួយគ្នាយើងត្រៀមបន្ទប់វាកាត់រួចហើយឆាប់យកក្មេងនេះចេញមកឲ្យសម្រាប់វាចោលទៅម៉ាខ្ញុំចង់ឲ្យកំណត់កូនរបស់ចិនឆាន់ឯងហ៊ាននិយាយដល់ឈ្មោះលូចិនឆាន់ទៀតនៅចាំមកកាត់កូនឲ្យគេទៀតមែនទេឯងមិនហ៊ានកំចាត់ក្មេងម្នាក់នេះតែតកូនលូមិនឲ្យក្មេងនេះកាត់មកប្រញាប់យកចេញទៅនេះគឺជាអ្វីដែលចិនឆាន់ចង់បានមែននៅសួរទៀតទេសូម្បីតែគេក៏មិនមកដែរឯងគួរតែដឹងថាគេស្អប់កូននៅក្នុងពួកឯងនេះកម្រិតណាពេលខ្លះខ្ញុំអាចនឹងសង្ឃឹមខ្លាំងពេកណាម៉ាកូនម៉ាក់មកហើយហីនាងក៏មកដែរនៅឈរថ្មឹងស្អីឆាំអង្គុយទៅចិនឡាននាងនៅចិនសឺរៀបការជាមួយគ្នា3ឆ្នាំហើយពេលណានាងរៀបកម្រងយកកូនឲ្យគេម្នាក់ទៀតមិនមែនខ្ញុំមិនចង់ទេប៉ុន្តែព្រោះឈប់ណាកំសៀវណាមិនពុះយកកំសៀវនឹងគ្រាន់តែមានមនុស្សកូននៅក្នុងតកូលក៏វាខ្មាស់គេណាស់ទៅហើយនេះឯងចាំមានមនុស្សកូនមកថែមទៀតគ្រាន់តែប៉ុណ្ណេះតកូលលូក៏ងើបមុខមិនរួចទៅហើយគ្រាន់តែសោកស្ដាយជាមួយប្អូនតែនៅបែបនេះអស់មួយជីវិតដែលមិនមានកូននេះបែបនេះតកូលរបស់យើងមកបញ្ចប់ត្រឹមប្អូនហើយទេអំណោយនៅទីនេះខ្ញុំសុំលាហើយហេតុអីក៏ប្រញាប់ធ្វើវិញម្លេះមនុស្សនៅមកមិនថងគ្រប់ផងចាំណាខ្លួនញ៉ាំបាយសិនទៅចាំទៅម៉ាបងស្រីខ្ញុំនៅមានការងារដែលមិនទាន់ធ្វើហើយនៅតែពេលញ៉ាំចុះឆ្លានតោះយើងក៏ដូចដែលឈូឡាននិយាយបាញ់មិញនេះនាងគិតយ៉ាងម៉េចដែររឿងអីរឿងមានកូនម្នាក់ទៀតម៉ាក់និយាយត្រូវហើយពួកយើងមិនគួរមានកូនទៀតយកមិញខ្ញុំមិនបានការពារទេខ្ញុំលេបថ្នាំរួចហើយក្មេងល្អប្រាំមកចង់ទៅណាខ្ញុំត្រូវតែធ្វើការហើយអាចិននេះគឺឡានតទៅនេះគឺនឹងមកនៅផ្ទះជាមួយយើងហើយឯងគឺជាបងប្រុសហើយតទៅមុខទៀតឯងត្រូវមើលថែប្អូនស្រីឲ្យល្អឬទេបងស្រីតើតែនាងគឺជាបងរបស់ខ្ញុំបងស្រីតើតែខ្ញុំគឺជាបងរបស់នាងខ្ញុំនៅល្អចំពោះនាងរហូតណាមិនគួរជឿពាក្យសន្យានោះមានពិតមែនតែក៏ត្រូវបំផ្លាញបាត់ទៅហើយដល់ហើយអាឈិនបងមិននៅជាមួយនឹងនាងកូននេះទៀតហើយបងមិននៅជាមួយនាងកូននេះទៀតហើយហេតុអីនាងមកទីនេះបើខ្ញុំមិនមកតើខ្ញុំនឹងបានជប់លោកយ៉ាងម៉េចចុះទៅខ្ញុំទៅធ្វើការឡើងសុំមកខ្ញុំនិយាយនឹងធ្វើអីនឹងវាក៏ខ្វាក់តែខ្ញុំបាញ់សម្អាតសម្រាប់មេរកនេះបងនៅខាងនឹងខ្ញុំទៀតទេកុំអីណាកុំធ្វើមុខអញ្ចឹងមិនថាចាប់ប៉ុណ្ណាទេតើខ្ញុំនឹងមិននិយាយរឿងលេងឲ្យលោកពិបាកចិត្តទៀតទេខ្ញុំធ្លាប់ប្រាប់នឹងហើយថាបើនឹងនៅជាមួយខ្ញុំបែបនេះនឹងមិនចាំបាច់ខ្វល់រឿងលុយកាក់អីនោះទេបើសិនជានឹងមិនគិតពីរឿងរៀបការខ្ញុំនឹងមើលថែនឹងបែបនេះរហូតតទៅប៉ុន្តែខ្ញុំបាននៅជាមួយនឹងលោកមុនណាក៏បានអញ្ចឹងលោកត្រូវតែឲ្យរង្វាន់ពិសេសដល់ខ្ញុំប្រាប់មក
ចង់បានអី ខ្ញុំថយឡានម៉ាក់សេរីទីហើយអញ្ចឹងបដូរទៅជាឡាន Lamborghini វិញណា ខ្ញុំទទួលពាក្យនឹងហើយ ម្យ៉ាងទៀតក្នុងមួយខែនេះហាមតាក់ទងទៅនឹងកូននោះទៀត បាន ក៏គ្រាន់តែប៉ុណ្្នឹងឯងឃើញអញ្ចឹងហើយមិនខឹងទៀតទេខ្ញុំសុំហើយនាងនេះពិតជាល្ងងណាស់នេះជាតែគុជដែលនាងចូលចិត្តផឹករបបអែមៗទៅមិនធ្វើឲ្យយើង stress ឡាឡានតាំងចិត្តធ្វើការបន្តចាហួយខ្ញុំអត់ដល់តន់អត់ទេនេះអូយសុំតើអុយខ្ញុំសុំតើឡាឡានចាំមិនដែរខ្ញុំមិនអីទេគ្រាន់តែខោអាវប្រឡាក់តិចតួចចុះនាងមិនអីទេមិនទេថាកាយខ្ញុំមិនអីទេប៉ុន្តែខ្ញុំយកអត់ដល់ឲ្យគេយឺតហើយខ្ញុំប្រញាប់ធ្វើសិនហើយនាងបែបនេះហើយនៅទៅយ៉ាងម៉េចទៀតណាស់ហើយចោះខ្ញុំធ្វើខ្លួនឯងវិញឡាឡានទៅយកអាវរបស់ខ្ញុំមកបដូរទៅហើយជួយកាន់ឲ្យខ្ញុំជាអ្នកបាត់ខ្លួនឯងឡាឡានចាំនៅទីនេះហើយចាំខ្ញុំប្រញាប់មកវិញហ៎ជាងឡានហេតុអីក៏នាងមិននៅទីនេះនាងមករកអាឈិនមែនទេនាងមករកអាឈិនមែនទេឯណាទៅដែលគេនិយាយថានាងស្លូតបត់ខ្ញុំមកមិនឃើញសោះថានាងស្លូតបត់នៅត្រង់ចំណុចណានាងលួចសើពីទីកន្លែងរបស់គេដឹងថាគេមកសន្តាគារជាមួយខ្ញុំតែបានជាក្តីចិត្តចង់ជួបគេដល់ថ្នាក់នេះចាំមិនឬក៏ថាខ្លួនឯងជាភរិយាពិតប្រាកដមែនហើយមានប្រយោជន៍អីសម្រាប់គេនាងគ្រាន់តែជាកូនឆ្កែកូនឆ្មាធ្វើឲ្យគេមានក្តីសុខនៅពេលដែលបានអាក្បាលតែប៉ុណ្្នឹងឯងខ្ញុំទឿននាងណាមិនចាំបាច់ព្យាយាមនាំតែខាត់ប្រយោជន៍តិចអូយនាងមន់ចាំមកក្បាលនេះហោះមកពីណានឹងចែកនៅទីនេះឬមកក៏រកសម្បត្តិឃើញឡាឡានមិនបាច់ខ្លាចទេអញជាភរិយាស្របច្បាប់របស់លោកឈិនឈិនមិនបាច់តែខ្លាចយាយមន់ព្រៃជនទី3ម្នាក់នេះទេអញហើយអ្នកណាមន់ព្រៃអ្នកណាហាមត់គឺម្នាក់នឹងហើយនាងអីអូយប្រកាសចិត្តឲ្យថាចាំបាយយើងរៀនផឹករបស់ដែលមានជាតិបំរុងរាងកាយខ្លះហើយក៏រកស៊ីមនុស្សដែលមានប្រយោជន៍ខ្លះផង ជាងឡាន អាឈើ នឹងមកសន្តាគារធ្វើអី អាឈើខ្ញុំក៏ស្គាល់អ្នកនាងឈើនាងជាមិត្តស្និទ្ធស្នាលរបស់ភរិយាលោកតែមើលទៅនាងដូចជាយកច្រឡំរវាងតំណែងតំណងយើងទាំងពីរខុសគ្នាលោកជួយអធិប្បាយឲ្យនាងស្ដាប់បន្តិចបានទេរវាងពួកយើងគឺមិនដូចជាអ្វីដែលនាងគិតនោះទេ នឹងបដូរឈុតតាំងពីពេលណាតែខ្លួនបែបនេះគិតចង់មកសន្តាគារនេះធ្វើអីឆ្លើយមកណាស់ហើយវាជារឿងរបស់នាងខ្ញុំមិនខ្វល់នោះទេ អាឈើចាំខ្ញុំផងអាឈើនេះលោកកំពុងតែខឹងនឹងកូនម្នាក់នោះរហូតដល់មិនខ្វល់ពីខ្ញុំហើយមែនទេ ឡើងទៅ លោកចំឈឺភ្លៀងធ្លាក់ខ្លាំងដល់ថ្នាក់នេះជ្រៅទៅជាមួយនឹងសៀវចានមិនមែនជាឡានធ្វើបាបនេះបានន័យថាម៉េច ភ្លៀងធ្លាក់មានអីតាក់ទងនឹងខ្ញុំនឹងមកបានយ៉ាងម៉េចទៅវិញបែបនឹងទៅចូលមិនបាត់ទេ ចាក់សោទ្វារហាមមិនឲ្យអ្នកណាចូលមកទាំងអស់ ចា មិនបាត់ទេយ៉ាងណាក៏ចូលមិនបានដែរ ចេញទៅសួរជាងឡានថានឹងដឹងខុសហើយនៅ ចាសូមអភ័យទៅលោកប្រុសលូននាងស្លាប់បាត់ហើយ ទៅយកថ្នាំមកឆាប់ឡើងមើលទៅប្រហែលគេងលក់ស្រួលណាស់ សុំទោសខ្ញុំមិនដឹងថាចាំមិនបានជាខ្ញុំលោកញ៉ាំអីហើយនៅ ចាប់ពីថ្ងៃនេះទៅឈប់ទៅធ្វើការនៅហាងកាហ្វេទៀតទៅបានទេ ហេតុអីទៅ មនុស្សដូចជាសឺនីអាចនាំឲ្យនាងដើរផ្លូវខុសបានចាំខ្ញុំរកការងារនឹងធ្វើខ្លួនឯង តែខ្ញុំចូលចិត្តកន្លែងនោះណាខ្ញុំចង់ធ្វើការនៅទីនោះបន្ត ប្រាប់ហើយទៅថាខ្ញុំមិនអនុញ្ញាតនោះទេចាប់ពីពេលនេះទៅនឹងឈប់តាក់ទងជាមួយសឺនីទៀតនឹងមានអីចង់និយាយទៀត ពួកយើងលេងគ្នាទេ នឹងនៅខាងនឹងខ្ញុំទៀតមែនទេ ខ្ញុំមិនបានខាងលោកទេខ្ញុំចង់ប្រកល់វាឲ្យលោកយូរហើយ ព្រោះតែសឺនឹងមែនទេហើយខ្ញុំនឹងចង់លេងលះជាមួយខ្ញុំដែរ មិនតាក់ទងជាមួយលោកទេតែខ្ញុំចង់លេងលះជាមួយលោក ក៏បានលេងក៏បានតែនាងត្រូវទៅតែខ្លួនទេហើយក៏ត្រូវជួយសងលុយដែលខ្ញុំជួយចាញ់ឲ្យនាងទាំងអស់ផងដែរពេលណាដែលនាងសងលុយខ្ញុំអស់ហើយនោះខ្ញុំនឹងដោះលែងនាងឲ្យទៅ
មានន័យថាម៉េចមានន័យថាម៉េច លុយដែលលោកឲ្យខ្ញុំគឺនៅក្នុងនេះទាំងអស់ខ្ញុំមិនបានប្រាប់ប្រា ខ្ញុំមិនបាននិយាយរឿងលុយដែលខ្ញុំឲ្យនាងនោះទេតែខ្ញុំចង់បានន័យថាលុយដែលត្រកូលលូបានឲ្យនាងចាយទាំងអស់ ខ្ញុំសំបងរំលោះបានទេ នាងជាមនុស្សកសំបីនិយាយក៏មិនបានផងបើនាងនៅខាងក្រៅនឹងអាចប្រសពជាមិនខាននាងនឹងមានសមត្ថភាពរកលុយទៀតទេ តែបើយើងលេងលះលោកអាចរៀបការជាមួយនឹងសៀវយានបានបែបនេះអ្នកទាំងពីរនឹងអាចនៅជាមួយគ្នាបានជារៀងរហូត បានហើយចាំពេលដែលនាងសងលើកខ្ញុំគ្រប់ហើយចាំយើងនិយាយគ្នាម្ដងទៀត រ៉ាបេតាចាំខ្ញុំផងរ៉ាបេតាខ្ញុំមិនអាចនៅលេងជាមួយខ្ញុំទេឡាឡានរៀបការជាមួយខ្ញុំណាចាប់តែនេះគឺជាភរិយារបស់ខ្ញុំ បងថ្លៃបងប្រុសលោកកំពុងតែមានបញ្ហាហើយសៀវនីងនេះជប់ឌឺទៀតទៅនេះជាអ្នកខុសណាដែលទៅធ្វើបាបគេប្រញាប់មកសុំទោសលោកប្រុសសៀទៅរឿងនឹងបញ្ចប់បានចប់ណា បងប្រុសសៀវយានក៏ដូចជាមន់ព្រៃដែលហោះហើរគ្រប់កន្លែងមិនស័ក្តិសមនឹងឲ្យខ្ញុំសុំទោស សៀវ ទេ នីងឈួតហើយមែនទេនៅណាក៏ដឹងថាលោកសៀវកំពុងមានតំណែងលោកជាមួយនឹងឈឹកជឺនេះធ្វើអីធ្វើអី ខ្ញុំក៏គ្រាន់តែនិយាយកាត់ពិតប៉ុណ្ណោះយ៉ាងម៉េចឥឡូវនេះនិយាយកាត់ពិតខុសច្បាប់ដែរមែនទេសៀវនីងកុំធ្វើជ្រុលពេកណាទៅពេលដែលខ្ញុំនៅជាមួយអាឈឺគេនៅមិនទាន់រៀបការជាមួយនឹងកូននឹងផងបាននាងគិតបែបនេះនោះអ្នកដែលស្រឡាញ់គ្នាតាំងពីក្មេងនៅក្នុងរបបផ្ទះជាមួយគ្នាជាង10ឆ្នាំនោះបែបនេះអ្នកនាងបងព្រៃធ្វើយ៉ាងម៉េចវិញអីនាងនឹងគ្រាន់តែជាក្មេងកំព្រាត្រកូលលោកគ្រាន់តែអាណិតទៅរើវាយកមកអញ្ចឹង ស៊ឺនីងបញ្ញាប់សុំទោសទៅ ចង់ឲ្យខ្ញុំអភ័យទោសគ្មានផ្លូវនោះទេលោកជាងឈឺលោកទុកប្រពន្ធខ្លួនឯងឲ្យនៅម្នាក់ឯងធ្វើដាក់នាងដូចជារបស់របរលោកនេះពិតជាពូកែមែន ស៊ឺនីងឆាប់សុំទោសឥឡូវនេះខ្ញុំមិនចង់និយាយជាលើកទី3ទេ អើយជិនឈឺខ្ញុំសុំទោសជំនួសនាងផងណាឯងក៏ធ្លាប់ស្គាល់សៀវនាងច្បាស់មិនអញ្ចឹងកុំទៅប្រកាន់នឹងនាងអី គឺយ៉ាងបើឯងចង់សុំទោសចំនួនបងស្រីរបស់ឯងក៏បានមកផឹកសារនៅលើតុនេះឲ្យអស់ហើយខ្ញុំនឹងអភ័យទោសឲ្យ អូបាន យល់ព្រមគ្រាន់តែនិយាយពាក្យថាសុំទោសនេះជារឿងរបស់ខ្ញុំអ្នកផ្សេងមិនតាក់ទងខ្ញុំតែសៀវយានម្ដងខ្ញុំនឹងសងទៅវាវិញ2ដង មកធ្វើអីមិនបានចាំមកទីនេះ គូចុះមក លោកចិនឈឺខ្ញុំជាភរិយាស្របច្បាប់របស់លោកខ្ញុំអាចសុំទោសជាមួយសៀវយានបានទេខ្ញុំសុំទោសកុំប្រកាន់នៅសៀវនីងអីណាខ្ញុំសុំវល់ នឹងមិនព្រមនៅស្ងៀមៗនៅក្នុងផ្ទះទេតែបែរចាំមកទីនេះដើម្បីសុំទោសចំនួនស៊ឺនីង ខ្ញុំមានសៀវនីងជាមិត្តតែម្នាក់ខ្ញុំទ្រាំមើលនាងអាប់អន់នៅមុខមិនបានទេ ល្អពិតមែនខ្ញុំសម្រេចចិត្តបែបណាមិនសំខាន់ទេអ្នកដែលពាក់ព័ន្ធក្នុងរឿងនេះសម្រេចចិត្តដោយខ្លួនឯង ខ្ញុំសុំទោសទាំងអស់នេះជាកំហុសរបស់ខ្ញុំសូមអភ័យទោសឲ្យខ្ញុំផងណាធ្វើកាយវិការស្អីនាងខ្ញុំមិនយល់សោះសៀវនីងគេតាខ្ញុំណាខ្ញុំមិនដែលមានអារម្មណ៍ថាអាប់អន់ដល់ថ្នាក់នេះទេនាងត្រូវតែលុបជង្គង់សុំទោសទៅត្រេនោះខ្ញុំនឹងប្រាប់ដល់លេងចាំងហុចណាក៏ត្រូវតែហាមាត់សុំទោសខ្ញុំដែរសៀវយាននឹងជ្រុលពេកហើយណាហេតុអីក៏មកធ្វើបាបអ្នកដែរនិយាយមិនកាត់ គូចុះមក បែបនេះតើបានទេដោយដែលខ្ញុំធ្លាប់ប្រាប់ខ្ញុំត្រូវការពាក្យសុំទោសចេញពីមាត់នាងតែប៉ុណ្ណោះខ្ញុំនិយាយពាក្យថាសុំទោសមិនបានសូមវត្តចង់អ្នកនាងស៊ីអាចប្រោសអ្វីផ្សេងចាំប្រោសមែនទេអ្វីក៏បានដែរដែលខ្ញុំអាចធ្វើបានអាឈឺបងគិតមិនដែរអាចខ្ញុំកំណត់ទៅអ្វីផ្សេងនៅខ្លួនឯងបានទេ នាងពាក់ព័ន្ធនឹងរឿងនេះសម្រេចចិត្តខ្លួនឯងទៅ បាននាងនិយាយមិនបានទេអញ្ចឹងក៏លុបជង្គង់ដើម្បីសម្ដែងការសុំទោសដល់ខ្ញុំទេឡាឡានកុំណា បានហើយប៉ុណ្ណឹងបានហើយ សៀវយានមើលតែលោកចិនឈឺមិនបានចូលចិត្តទុកដាក់នឹងពាក្យសម្ដីរបស់នាងទេមែនហើយមន់ព្រៃអាចខ្លាយទៅជាហងបានយ៉ាងម៉េចសូមណែនាំបន្តិចចាស់កុំយកទៅគិតច្រើនពេកហេពិតជាគួរខឹងណាស់ ឡានឥឡូវនេះនាងប្រកែកខ្លាំងណាស់មែនទេ ចិនឈឺខ្ញុំនឹងស្ដាប់បង្គាប់លោកខ្ញុំនឹងមិនទៅធ្វើការនៅទីនោះខ្ញុំអត់ទៅទេសូមវល់សូមកុំធ្វើឲ្យសៀវនីងអាប់អន់ទៀតអី ឥឡូវនេះស្គាល់ពាក្យអំបរហើយមែនទេតែវាយឺតពេលហើយថ្ងៃស្អែកខ្ញុំនឹងគប់ទឹកហាងនោះចោល ខ្ញុំសូមវល់ចា នាងប្រាប់ខ្ញុំមកមើលនាងត្រូវការអ្វីពីខ្ញុំ បងប្រុសបងប្រុស ថាម៉េច បងប្រុសបងប្រុស
ឡានចាំតាំងពីពេលនេះទៅខ្ញុំលែងសល់អ្វីទៀតហើយ តើមានរឿងអីហ៎ គ្មានអីទេ ខ្ញុំនៅក្បែរបងរហូតទៅណាបងប្រុស នឹងថាម៉េច ខ្ញុំប្រាប់ថាខ្ញុំនៅក្បែរបងរហូតទៅ មិនមែនប្រយោគនេះទេឡាននឹងហៅខ្ញុំថាម៉េច បងប្រុសបងប្រុស បើសិនជានឹងហៅថាបងប្រុសបានពិតមែនមិនដឹងល្អយ៉ាងណាទេ បងប្រុស យល់ដល់រឿងអតីតកាលខ្ញុំដោះលែងនាងក៏បានតែនេះជាលើកដំបូងហើយក៏ជាលើកចុងក្រោយដែរមើលទៅនាងមិនបានហៅខ្ញុំថាបងប្រុសយូរមកហើយ មែនជួនណាមកហើយលោកមិនដឹងពិតមែនទេថាហេតុអីនោះអើយចាំមិនហើយនាងក៏ចាប់ពីពេលនេះតទៅនៅឲ្យឆ្ងាយពីលោកចិនស៊ីទៀតយល់ទេគ្មានសមត្ថភាពសូម្បីតែបញ្ចេញសម្លេងប្រហែលជាសង្ឃឹមថាអ្នកបានស៊ីសាច់ហងហើយមែនទេយល់សពហើយលើចិនឈឺគឺជាមនុស្សដែលបងមើងរបស់យើងស្រឡាញ់នាងត្រូវនៅឲ្យឆ្ងាយឆ្ងាយបានឮទេយើងនិយាយនេះ មើងនឹងហ៊ានប៉ះពាល់មនុស្សរបស់យើងផងពិតជាមិនធម្មតាទេនឹងជំនឿរបស់ខ្ញុំហើយថ្ងៃក្រោយពួកគេមិនហ៊ានធ្វើឲ្យនាងទៀតទេបើមានអ្នកណាធ្វើបាបនាងមកប្រាប់ខ្ញុំណា មនុស្សរបស់គេអ្នកគិតថាខ្ញុំជាមនុស្សរបស់គេឬក៏ជាប្អូនស្រីទេ ហៅឡូ លោកបានសន្យាជាមួយខ្ញុំណាថានឹងមិនទៅរកនាងក៏ម្នាក់ហ្នឹង ចៃដន្យនាងត្រូវភ្លៀងទឹកឈឺ ខ្ញុំក៏ឈឺដូចគ្នាដែរ ចាំខ្ញុំទៅទៅពេទ្យឲ្យ បងទៅចាស់អ្នកនេះស៊ីត្រូវការបងជាងខ្ញុំមិនអីទេ បានន័យថាម៉េចល្អខ្ញុំនឹងទៅឥឡូវនេះ លោកចិនឈឺលោកគ្មានថ្ងៃដឹងទេរឿងដែលអាក្រក់បំផុតដែលខ្ញុំធ្វើក្នុងជាតិនេះគឺការសម្ដែងធ្វើដូចជាមិនស្រឡាញ់លោកឡាឡានចង់និយាយឈប់ពិតមែននេះលោកលោកបង្ខំមែនទេអត់ទេដោយសារតែខ្ញុំមានអារម្មណ៍ថាគួរឲ្យខ្មាស់បើខ្ញុំត្រឡប់មកធ្វើការវិញនឹងមានបញ្ហាឲ្យនាងកាន់តែច្រើនជាងនេះនាងនិយាយស្អីហ្នឹងហ៎មនុស្សទៅកោស៊ូនោះគ្មានមាត់ទេមែនទេខ្ញុំមិនចង់ឲ្យនាងមកសុំទោសជំនួសគេវាមិនមែនជាកំហុសរបស់នាងនាងមិនបាច់ខ្លាចគេទេណាផ្លូវដែលល្អប្រញាប់លេងនឹងគេទៅខ្ញុំនឹងមើលថែនាងដល់ខ្លួនឯងគេជាប្រុសអាក្រក់គ្មានចំណុចណាល្អទេអរគុណនាងណាចាំនិយាយគ្នានៅពេលក្រោយចាស់ខ្ញុំចង់ត្រឡប់ទៅសម្រាប់ហើយអញ្ចឹងក៏បានដែរនាងកំពុងតែក្តៅខ្លួនប្រញាប់ទៅសម្រាប់ទេឡាឡានភ្ញាក់ហើយនៅសុកនាងគឺសន្លប់ខ្ញុំតក់ស្រុតពេកមិនដឹងធ្វើយ៉ាងម៉េចទៅតាមបងប្រុសឲ្យមកជួយលោកគ្រូពេទ្យមកខ្ញុំកាត់អីទេ នៅនាងជាងគ្រាន់តែផ្ដាសាយហើយនឹងក្តៅខ្លួនឥឡូវនេះគឺមិនអាចធ្ងន់ធ្ងរទេប៉ុន្តែ អីទេ មើលទៅនៅនាងជាងមានផ្ទៃពោះ7សប្តាហ៍ហើយឥឡូវក្មេងនៅក្នុងណាហើយក៏មានថ្នាំច្រើនមុខដែរដែលមិនអាចលេបបាន ថាម៉េចឡាឡាននេះមានផ្ទៃពោះមែនទេឡាឡាននេះមានផ្ទៃពោះមែនទេមិនអាចទៅរត់ទេយ៉ាង មានការការពារណាដែលមានប្រសិទ្ធភាព 100% ទេពេលខ្លះក៏ផ្លត់ស្និតក៏ធ្វើបានដែររឿងនេះជារឿងធម្មតាទេឥឡូវនេះនាងសម្រាប់ឲ្យស្រួលសិនទៅណាខ្ញុំនឹងទៅបើកថ្នាំឲ្យនាង នាងចង់ប្រាប់លោកចិនឈឺទេគេមិនចង់មានកូនទេពិតមែនអញ្ចឹងនាងរំលូតចោលទៅពេលនេះទៅតែមានតិចខែទេយកចេញគឺមិនប៉ះពាល់ដល់រាងកាយទេខ្ញុំចង់ទៅហេតុអីគេគឺជាសាច់ញាតិតែម្នាក់នៅលើលោកនេះយកព្រមអញ្ចឹងទុកក៏ទុកចាស់បើកាត់មកឲ្យមិនចង់ចាំគេនៅក្នុងរបបតែតកូលលូទេខ្ញុំនឹងបងប្រុសនឹងចាំគេដល់ខ្លួនឯងអរគុណបងសឺរឿងដែលខ្ញុំមានផ្ទៃពោះជួយលាក់ជាអាចកំបាំងបានទេ បានខ្ញុំយល់ព្រម កូនសម្លាញ់ម៉ាក់សុំទោសទោះបីជាមិនមានប៉ាប៉ុន្តែម៉ាក់នឹងព្យាយាមឲ្យពីសមត្ថភាពដើម្បីឲ្យកូនមានសេចក្តីសុខ អញញ៉ៃពិតមែនកំពុងតែអានអីនឹង កំពុងតែអានលក្ខខណ្ឌការលេងលេ អ ង ញ្ចឹងហើយណាមើលមិនតាញ់មើលចឹងឡានក្រែងចង់លេងជាមួយខ្ញុំពិតមែនទេយ៉ាងម៉េចមិនចង់ខ្ញុំអានទេចឹងឡានខ្ញុំនេះណាអត់មនុស្សដែលកុហកខ្ញុំបំផុតហើយការលាក់លៀមក៏ប្រៀបដូចជាការកុហកដែរខ្ញុំសុំនាងឲ្យមិនណាកុំព្យាយាមលេងសើចនឹងការអត់ធ្មត់របស់ខ្ញុំកុំព្យាយាមលេងសើចនឹងការអត់ធ្មត់របស់ខ្ញុំសុំប្រាប់ឲ្យហើយនាងគ្មានសិទ្ធិសុំខ្ញុំលេងលះនោះទេយល់ទេថ្ងៃនេះនាងមិនបានកុហកខ្ញុំនឹងដោះលែងនាងតែថ្ងៃក្រោយកុំនិយាយពាក្យពីរម៉ាត់នេះឲ្យខ្ញុំឮទៀតបានឮច្បាស់ហើយនៅតើកតាដែលនាងចូលចិត្តមើលកាប់ពីក្មេងថ្ងៃនេះខ្ញុំទំនេរខ្ញុំកំដរនាងមើលចុះ នាងក្មេងកាព្រានេះមិនស្គាល់ច្បាប់ទម្លាប់សោះមិនឃើញទេមែនទេថាមនុស្សចាស់កំពុងតែសម្រាប់ហេតុអីក៏បើក TV លឺដល់ថ្នាក់នេះ
មើលមកខ្ញុំធ្វើអីបើទូរទស្សន៍តែនាងចូលចិត្តមិនចឹងហ៎លោកចាំតែក្បាលហាងអានក្នុងខ្ញុំ លោកជិនឈឺ3ឆ្នាំមកនេះលោកគ្រប់គ្រងខ្ញុំបែបនេះមករហូតតែចាប់តាំងពីពេលនេះទេខ្ញុំនឹងមិនព្រមចាញ់បោកភាពទន់ភ្លន់ខ្លាំងៗនេះទៀតទេ យ៉ាងម៉េចមិនចូលចិត្តឲ្យខ្ញុំមើលដែរទេ មិនហើយខ្ញុំមិនចូលចិត្ត ជាងឡានមិនងាយខ្ញុំមានពេលទំនេរមកលេងជាមួយនឹងនាងទេកុំមើលមកខ្ញុំដូចជាខ្យល់អាកាសអញ្ចឹងទៀត ខ្ញុំមិនហ៊ានទេ មិនហ៊ានទេខ្ញុំមិនគួរអាណិតនាងទេនាងគ្រាន់តែជាតុក្កតាសម្រាប់ខ្ញុំអញ្ចឹងកុំហឹង ខ្ញុំមានប្រចាំខែ នាងទៅតែមកប្រចាំខែហើយនាងហ៊ានខកខ្ញុំផង លោកចិនឈឺលោកនេះពិតជាអាក្រក់ណាស់ខ្ញុំមានប្រចាំខែ ឡាឡាននាងកំពុងល្បីហើយណា ទៅពីណាតែខ្ញុំតិចមកតើជាងឡានគឺមានរឿងអីដែរទៅ ឡាឡាននាងកំពុងនៅគេងមែនទេស៊ីនីងមានរឿងអីរូបដែលខ្ញុំថតឲ្យនាងមុននេះផុសក្នុង website មាន blogger ល្បីឈ្មោះយកទៅបង្ហោះឥឡូវនេះនាងកំពុងតែល្បីហើយឡាឡានឥឡូវនាងខ្លាចជា idol ហើយណា idol ត្រូវហើយជុំមិញនេះមានអ្នកតាក់ទងមករកខ្ញុំចង់ឲ្យនាងទៅថតរូប promotion ផលិតផលឲ្យគេតម្លៃខ្លួនក៏បានខ្ពស់ដែរណានាងចង់រលួយចំកូនមិនចឹងឯងសាក់មើលទេមែនទេខ្ញុំត្រូវការរលួយទុំចំកូនហើយក៏ត្រូវសងទៅលោកចិនឈឺវិញហើយក៏ចង់លេងលះជាមួយគេដែរបានខ្ញុំជប់ព្រម ឡានឡានថ្ងៃនេះនាង បានចិនឈឺឥឡូវខ្ញុំធំហើយសាក់ធ្វើខ្លួនលោកមើលតែជាមិនដែរ ហើយបានជាអាក្រក់មើលយ៉ាងនេះរឿងចាញ់ទៅមិនយល់អ្វីដែលខ្ញុំនិយាយទេយកទៅជូតចាញ់ទៅ លោកចិនឈឺនៅក្នុងចិត្តលោកខ្ញុំអាក្រក់ដល់ថ្នាក់ហ្នឹងផងហីឡានឡានចិត្តតែណាថ្ងៃនេះនាងពិតជាស្អាតណាស់ត្រូវជឿជាក់លើខ្លួនឯងអ្នកនេះសៀថ្ងៃនេះមកខ្លួនឯងតែម្ដងណាសូមអញ្ជើញចា៎បានលើថាថ្ងៃនេះកម្រិតខួប brand ខោអាវរបស់អ្នកនាងមែនទេមានតារាល្បីៗចូលរួមច្រើនតែម្ដងហីចាមិនដឹងថាអ្នកនាងចាប់អារម្មណ៍ដែរទេខ្ញុំពេញចិត្តឈុតឈឺធំរបស់នាងណាជួយកក់ឈុតនេះឲ្យខ្ញុំផងនេះ តែនេះជិះឡានឈុតមួយនេះមានឈ្មោះថាជឿធុងនៅសម័យមុនឈ្មោះជឿតំណាងឲ្យការដែលមានបុត្រពិតជាឈ្មោះដ៏អស្ចារ្យខ្លាំងណាស់គឺជាឈ្មោះរបស់រាជិនីហើយក៏ជាឈុតឯកនៅក្នុងកម្មវិធីនេះផងដែរខ្ញុំគិតថាវាពិតជាស័ក្តិសមនឹងរូបរាងអ្នកនាងណាស់ខ្ញុំចង់ឲ្យអ្នកនាងជួយពាក់វាហើយថតរូបប្រម៉ូទឲ្យហាងយើងផងបានទេ នាងជួយចិត្តអត់អ្នកចាត់ការឈិនយ៉ាងណាយើងក៏និយាយគ្នាយល់អស់ហើយអញ្ចឹងយើងចុះកិច្ចព្រមព្រៀងតែម្ដងទេ ប្រកាសជាបានកិច្ចសន្យាបានត្រៀមទុករួចហើយ Hello ថាម៉េចបានខ្ញុំយល់ហើយតែទៅពីសូមអភ័យទោសផងណាកិច្ចសន្យាមួយសន្លឹកនេះមិនអាចចុះហត្ថលេខាបានទេ អ្នកគ្រប់គ្រងឈិនមានរឿងអីមែនទេ គឺណា អ្នកនាងកែមិនបាច់មិញនេះអ្នកនាងនិយាយថាអ្នកណាហ្នឹងមកសៀកឈុតឈឺធំនេះចាអ្នកនាងសៀជាបានជ្រើសរើសអ្នកដែលសៀកឈុត promotion នេះរួចហើយបើមិនអញ្ចឹងទេអ្នកនាងសាក់មើលឈុតមួយនេះទៀតបានទេមើលទៅសាក់សមនឹងអ្នកនាងចុះបើខ្ញុំប្រាប់ថាខ្ញុំត្រូវការតែឈុតឈឺធំនោះអ្នកគ្រប់គ្រងឈិនមិនអាចទៅបែបជាមួយពួកយើងតិចទេមែ មនុស្សស្រីអ្នកនេះជា VIP របស់ហាងយើងហើយនាងក៏ជាអ្នកយល់ចិត្តរបស់លោកប្រុសលូដែរ ខ្លាយទៅជា VIP បែបនេះទៅវិញលោកម្នាក់នេះពិតជាចិត្តទលាមិនធម្មតាប៉ុន្តែបើចិត្តទលាជាមួយនឹងភរិយាខ្លួនឯងខ្លះប្រហែលជាល្អសិននេះបាននេះថាម៉េចខ្ញុំនិយាយនៅអត់ទាន់ច្បាស់ទៀតទេឈុតឈឺធំនេះនៅសម័យមុនគេឲ្យរាជនីជាអ្នកស្លៀកតែនាងគ្រាន់តែជាមន្តព្រៃលេលើវាស័ក្តិសមដែរមែនទេណាស់ចាយើងទៅវិញទៅល្អជាងហេតុអីក៏យើងត្រូវទៅវិញហើយត្រូវខ្លាចនាងដែរមែនទេនាងតែនិយាយបានទៅទីនេះច្រើនកម្រិត ជា ណា 20លាន អញ្ចឹងខ្ញុំចាយ30លានឈុតជាធំនេះត្រូវតែជារបស់ជាងឡានតែម្នាក់ប៉ុណ្ណោះសិននាងចិត្តតែជាក់សិនណាចាំមកទីនេះដើម្បីរលុយមិនបានមកទីនេះដើម្បីចាយលុយទេណាឈប់គិតរឿងលុយសិនធ្វើបែបនេះបានដល់របៀបម៉េចខ្ញុំនឹងយកវាមកឲ្យនាងអត់ទៅតែបាន30លានមិនគ្រប់អាចថែមទៀតបាននាងចាយប៉ុណ្ណាយើងនឹងចាយលើនាង2ដងសំត្រឹមតែខ្ញុំបានឈុតនេះនាងធ្វើដូចជាខ្ញុំគ្មានលុយអញ្ចឹងក៏មកធ្វើដូចជាខ្ញុំគ្មានលុយនាងមានលុយលុយដែលនាងចាយគឺបានពីមនុស្សប្រុសដែលគេមានភរិយាហើយលុយពាក់កណ្ដាលគឺជារបស់ឡានមិនបានទាលុយពីនាងគឺសំឡងហើយនៅមានមុខមកបកាយទៀតយ៉ាងម៉េចឈប់ជ្រុលគ្នាសិនខ្ញុំគិតថាអ្នកទាំងពីរគួរតែសាក់សៀឈុតសិនទៅហើយចាំយកមកសម្រាប់ចិត្តថានរណាសៀសមអញ្ចឹងក៏បានឡានស្អាតដល់ថ្នាក់នេះនៅចាយនាងបានរបៀបម៉េចហេតុអីនេះគឺជាឈុតជាធំហើយនេះគឺជាអ្នកបង្កើតម៉ូដអញ្ចឹងឲ្យគេសម្រេចចិត្តថាឈុតនេះអ្នកណាសមបំផុតសម្រាប់ថាអញ្ចឹងណាសមណែនាំនាងគួរតែចូលចិត្តយ៉ាងហើយទេកំណត់ធ្វើឲ្យខ្លួនឯងលក់មុខទៀតអ្នកណាឲ្យប្រកាសទៅដែលត្រូវលក់មុខអញ្ចឹងសម្រាប់ចិត្តហើយនៅថាអ្នកណានឹងសាក់ខ្ញុំសាក់មុនខ្ញុំមិនចូលចិត្តសៀកឈុតដដែលពីគេអញ្ចឹងអូខេអញ្ចឹងខាងនេះ
អូខេមកខាងនេះមក នាងនៅគិតថាចង់សាកទៀតទេឡានឡានមិនបាច់ខ្លាចទេជឿជាក់ឡើងខ្ញុំគិតថានាងប្រកាសជាសិក្សាជាងយាយនឹង អូយប្រហែលស្អាតខ្លាំងណាស់នេះទៅជាកូនទេពធីតាបញ្ជូនមកពិតៗឈុតរបស់ខ្ញុំត្រូវតែជានាងប៉ុណ្ណោះ បើអញ្ចឹងគួរតែកាត់ក្តីបាន អើអ្នកនាងសៀយើងពិតជាសំទោសពិតមែនណាតែខ្ញុំគិតថាអ្នកនាងជាងពិតជាស័ក្តិសមជាង លោកលូហេតុអីក៏មកដល់ខ្លួនឯងអញ្ចឹង ទៅជួយចេញភ្លាមប្រាប់ខាញ់តើធ្វើឲ្យតបតែងមុខទី តែបានន័យថាមិនទេលោកលូនេះជាសម័យណាហើយមកបង្ខំឲ្យអ្នកដទៃមិនឲ្យលៀប ពាក្យសម្ដីរបស់ខ្ញុំមានប្រយោជន៍ទេមែនទេទៅជួយចេញឈុតនេះមិនសមនឹងនាងទេឲ្យសៀយយិនវិញទៅ អាឈើខ្ញុំថាឲ្យលោកពិតជាល្អជាមួយខ្ញុំណាជាងឡាននាងលឺហើយនៅអាឈើប្រាប់ថានាងមិនស័ក្តិសមជាមួយនាងទេកុំជឿចាក់ខ្លួនឯងខ្លាំងពេកជាភរិយាលោកលូតែវាយ៉ាងម៉េចបើអាឈើស្រឡាញ់នាងពិតមែនមិនមែនយកនាងមកចិញ្ច្រាំនៅមុខគេទេតែគេប្រកាសជាលាក់ទុកឲ្យការពារបែបស្ងាត់ស្ងាត់យល់ហើយនៅ ដោះវាចេញឥឡូវនេះភ្លាម ឡានឡានមិនបាច់ទៅស្ដាប់គេទេបើវាទៅជាបែបនេះហើយអញ្ចឹងឲ្យគេជ្រើតែម្ដងទៅថាព្រមលេងលះជាមួយនាងឬមកក៏ជ្រើយកស្រីម្នាក់ហ្នឹងឡានឡានរឹងមាំតិចបានទេសេនីងខ្ញុំមិនមែនរឹងមាំទេប៉ុន្តែខ្ញុំខ្លាចនាងមានបញ្ហាដោយសារតែខ្ញុំមាននាងជាមិត្តតែម្នាក់ប៉ុណ្ណោះ ជាងឡាននាងចង់បានលុយណាស់មែនទេនាងចង់ធ្វើអីឲ្យប្រកបមនុស្សដូចជាឈឺធ្វើឲ្យនាងខ្វះសម្ភារៈនឹងអាហារមែនទេគ្រាន់តែលុយមិនប្រហែលសែនទេអាចធ្វើឲ្យនាងមហារឿងខាយនៅមុខគេហើយអីបានជាមិនព្រមជឿខ្ញុំខ្លះឆ្លើយមក ខ្ញុំជំពាក់លុយលោកនិងជំពាក់តកូនលោកខ្ញុំនឹងព្យាយាមបោះរំលោភឲ្យវិញនេះគឺជាលក្ខខណ្ឌដែលលោកធ្លាប់ប្រាប់ ខ្ញុំប្រាប់នាងហើយថានៅចំពោះមុខខ្ញុំហាមនិយាយពាក្យទាំងនេះទៀត លោកចិនឈើខ្ញុំហត់ហើយខ្ញុំពិតជាហត់ណាស់តំណែងតំណងចិត្តទាំងពីរគឺជាអ្វីទៅ រវាងពួកយើងមានទំនាក់ទំនងអីនាងបានធ្វើម៉េច ការរៀបការរបស់យើងទាំងពីរនេះដើមឡើយគឺធ្វើទៅតាមក្តីប្រាថ្នារបស់លោកតាលោកមិនបានស្រឡាញ់ខ្ញុំហើយខ្ញុំក៏ត្រូវតែហាមមិនឲ្យស្រឡាញ់លោកវាគ្មានហេតុផលអ្វីដែលត្រូវមកពាក់ព័ន្ធនឹងគ្នាទៀតទេ ជាងឡាន ខ្ញុំមិនចង់នៅបែបនេះទៀតទេខ្ញុំចង់មានទំនាក់ទំនងដែលច្បាស់លាស់ចង់ស្រឡាញ់អ្នកណាម្នាក់ដែលបានចំហ នាងចង់ឆ្លាញ់អ្នកណានាងឆ្លាញ់អ្នកណា អ្នកណាក៏បានដែរដែលគេល្អជាមួយខ្ញុំតែមិនមែនជាលោក ហឺ ឃ្លានហើយនៅកូនម៉ាក់នេះពិតជាគ្មានប្រយោជន៍ម៉ាក់សុំទោសណាកូន អេនេះស្រីម្នាក់នេះពិតជាស្អាតមែនណាតើទៅ តែម្ដងទៅទៅជាងឡាននេះណា នាងមិនបាននៅជាមួយលោកទេ មិនត្រឡប់មកផ្ទះពេញមួយយប់ហ៊ានខ្លាំងណាស់ សូមអភ័យទោសលេខទូរស័ព្ទរបស់លោកអ្នកនៅពេលនេះគឺមិនអាចតាក់ទងបានទេ ទៅរកជាងឡានទៅមើលថានឹងនេះណាអេអូនស្រីមកធ្វើម្នាក់ឯងទេមែនទេ និយាយគ្នាលេខតិចទៅពួកយើងមិនមកទេអេនាងជិះនគរតា អូអូនណាអូនណា ពិតគួរទៅមួយយ៉ាស្អី តែប្រស្អីដែរ គេអាចចង់ធ្វើតែខ្វះហានអីហ្នឹងអីអូចេញទៅមិនបានគេឆាប់ទៅមើល មិនអីទេមែនទេ លោកចិនឈឺបើលោកមិនស្រឡាញ់ខ្ញុំកុំធ្វើដូចជាស្រឡាញ់បានទេខ្ញុំប្រាប់ហើយថាមិនចូលចិត្តស្ទាយបែបនេះតែគេនៅតែរឹងតឹងនៅចង់ទិញមកឲ្យទៀតតែខ្ញុំធ្វើអីមិនបានពិតមែន លោកស្រីលូសំទោសផងហាងរបស់យើងចិត្តបាត់ហើយបាទគឺថាមុនពេលលោកលូចេញទៅគាត់បានទុកនំខេកនៅទីនេះលើពាក់កណ្ដាលយកទៅហើយខ្ញុំគិតថាលោកស្រីគួរតែផ្លុំទៀនសិនទៅចាំទៅ ជាងឡានរីករាយធ្វើខុសកំណែតសប្បាយល្អណាស់ចិនឈឺខ្ញុំទៅហើយណាមិនបាច់នឹកដល់ខ្ញុំពេកទេ
លោកស្រីលូមិនអីទេលោកលូហេតុអីមិនជាលោកទៅមកអញ្ចឹង ហើយចុះជាងឡាន លោកស្រីលូគាត់អង្គុយចាំលោកមកយូរហើយមុនពេលបាត់ហាងបានញ៉ាំនំខេកសាស្កាត់តែម្នាក់ឯងត្រូវមកនាងក៏ប្រញាប់ចេញទេ ជាងឡានថ្ងៃនេះខ្ញុំភ្លេចពិតមែនតែខ្ញុំក៏ដោឲ្យនាងដែរណាមើលទៅនឹងពេញចិត្តទេនឹងធ្វើឈួតអីនឹង លើចិនឈឺខ្ញុំប្រហែលជាស្រីដែលមានតម្លៃថោកណាស់ដូចជាឆ្កែដែលគ្មានកិត្តិយសពេលហើយក៏ត្រូវមកចង់បក់ដៃឲ្យទៅក៏ទៅទោះជាចង់ហិតអាចឲ្យក៏ត្រូវតែបក់ទៅទទួលដែរខ្ញុំបាច់ជាធ្វើអីមិនបានសោះខ្ញុំត្រូវនៅបែបរន្ធត់តក់ស្លុតបែបនេះមែនទេ នឹងនិយាយឈួតអីនឹងនិយាយម្ដងទៀតទៅមើល ខ្ញុំនិយាយថាខ្ញុំប្រយ័ត្នជាងស្រីលោកខ្លួនទៅទៀតដោយតួកំ pl ាញ់អញ្ចឹង នឹងឈួតហើយអ្នកណាអនុញ្ញាតឲ្យនឹងនិយាយមើលងាយខ្លួនឯងបែបនេះហ៎ ខ្ញុំនៅមកនិយាយមកងាយខ្លួនឯងទៀតទេនៅក្នុងខ្សែភ្នែកអ្នកដទៃខ្ញុំគ្រាន់តែជាកំទេចទូលីមកយូរហើយ តាំងពីពេលដែលឲ្យនឹងចេញទៅធ្វើការខាងក្រៅនឹងចេះតបឲ្យមែនទេប្រហែលខ្ញុំត្រូវឲ្យមេរៀននឹងហើយទៅពិចារណាកំហុសខ្លួនឯងទៅពេលណាដឹងកំហុសហើយខ្ញុំនឹងព្រមដោះលែងនាងអ្នកណានៅឆ្លោះបើខ្ញុំមិនអនុញ្ញាតទេមិនឲ្យលែងនាងនោះទេ បាទ នាងក្មេងឈួតចូលទៅពិចារណាខ្លួនឯងទៅហេតុអីបានជាហ៊ានមកលួចញ៉ាំរបស់ចូលទៅកូនចាំដូចជាឯងហ៊ានលួចរបស់ពីវ៉ាន់បានយ៉ាងម៉េចនៅក្នុងនឹងហើយពិចារណាខ្លួនឯងទៅ នេះចង់ក្រកឈោមែនទេ បងនាំខ្ញុំមកមន្ទីរពេទ្យទេ ចង់បានអីមែនទេឃ្លានណាស់ណាឬមួយក៏ស្រេចទឹកឬក៏ចង់ចូលបន្ទប់ទឹកឬមួយនាងចង់ត្រឡប់ទៅផ្ទះវិញទៅផ្ទះណា ណាគេមិនយល់ពីភាសា ចាប់ខ្ញុំនាំនាងត្រឡប់ទៅផ្ទះវិញណា ជាងឡានជាងឆៃមើលកាមេរ៉ាទៅ ជិនឈឺខ្ញុំនាំជាងឡានត្រឡប់មកផ្ទះវិញហើយគ្រូពេទ្យប្រាប់ថា សើជឺនេះឯងសិក្សាជាមួយជាងឡានពេលណា ចិនឈឺគឺសើជឿជាអ្នកជួយខ្ញុំ គេជួយនឹងមែនទេអញ្ចឹងខ្ញុំគួរតែអរគុណគេឲ្យមែនទេ ជិនឈឺជាងឡានមានជំងឺខ្លាចទីតូចចង្អៀតឯងមិនគួរខាំងនាងនៅក្នុងបន្ទប់ដាក់ឲ្យបានចឹងទេ អាណិតនាងមែនទេអូអាណិតនាងមែនទេ ឯងដឹងដែរទេថាឥឡូវនេះជាងឡានទៅតែមកពីមន្ទីរពេទ្យជិនឈឺឯងប្រកាសជាដឹងអ្វីគួរនិងអ្វីដែលមិនគួរហើយ មកនេះមកពេលប្រាប់ថាម៉េច លោកចិនឈឺលោកខ្វល់ពីអ្វីដែលពេទ្យប្រាប់ដែរមែនទេលោកបារម្ភពីខ្ញុំខ្លាចដែរឬអត់ឬមកកាត់ឲ្យធ្វើទៅគ្រាន់តែចង់គ្រប់គ្រងខ្ញុំចំណែកចម្លើយទោះបីទៅជាយ៉ាងណាក៏លោកមិនខ្វល់ដែរ ថយក្រោយបន្តិចហើយមើលមកខ្ញុំមិនចង់និយាយជាលើកទី2ទេខ្ញុំធ្វើអីចង់ឲ្យមើលទៅក៏អាណិតដែរ ចឹងលែងគ្នាទេ និយាយម្ដងទៀតទៅមើល ពួកយើង បានហើ លែ យ ងយ៉ាគ្នាទេ ហាប់ចេញពីទីនេះទៅខាងក្រៅបានកន្លះខែចាំនឹងត្រឡប់មកវិញខ្ញុំនឹងទៅសេកក្តាស់លែងយ៉ាហើយឈប់សិននាងចង់ទៅណា តែរៀបចំអីវ៉ាន់ អីវ៉ាន់របស់នាងទាំងអស់មិនថាជាខោអាវអាហារញ៉ាំរបស់ប្រើប្រាស់សូម្បីតែទឹកផឹកក៏ខ្ញុំចេញដែរនាងគិតចង់យកទៅយ៉ាងម៉េចបានហើយចេញទៅអើយ លោកចិនឈឺការដែលលោកឲ្យពេលខ្ញុំកន្លះខែតែលោកចង់ពិសោធន៍អ្វីទេចង់ដល់ពិសោធន៍ថាខ្ញុំនៅមិនបានបើគ្មានលោកមែនទេមែនហើយខ្ញុំត្រូវលោកគ្រប់គ្រងមកដល់រហូតតើខ្ញុំអាចរួចផុតពីដៃលោកបានយ៉ាងម៉េចជាងឡានមកធ្វើអីនៅទីនេះហេតុអីទេជាងឡាននេះមកសុំបបឲ្យសេនីងមែនទេសុំប្រាប់ទៅចុះណាគ្មានថ្ងៃទេ ឆាប់ចេញទៅ លើហើយនៅអាចឈឺឲ្យនាងចេញទៅ ខ្ញុំឲ្យនាងចេញសិនទៅស៊ីយិន អាចឈឺ ស្ដាប់ខ្ញុំណាខ្ញុំនឹងជាងឡានមានរឿងត្រូវនិយាយគ្នា តើហេតុអីទេ ការដែលមកទីនេះព្រោះសង្ស័យខ្ញុំមែនទេ លោកបានសន្យាជាមួយខ្ញុំហើយថាលោកនៅដល់ នេះ នៅ ដោយ សេ សារតែ នី នាងបានសន្យាជាមួយខ្ញុំថាមិនត្រូវគេទៀតហើយនាងធ្វើមិនបាន ខ្ញុំនៅទៅផ្ទះខ្ញុំសន្យាថានឹងមិនត្រឡប់នាងទៀតទេនៅមិននិយាយរឿងលេងលះខ្ញុំនឹងស្ដាប់បង្គាប់គ្រប់យ៉ាងលោកដល់លេងសេនីងទៅណា ហើយបើខ្ញុំប្រាប់ថាហូបពេលហើយនោះតើពេលនេះនាងអាចបញ្ឈប់អ្វីបានដែរទៅហ៎មិនត្រឹមតែស៊ឺនីងរួមទាំងតកូលស៊ឺទាំងមូលវាចប់អស់ហើយក ុំអីណាលោកចិនឈឺខ្ញុំសុំបកចា យ៉ាងម៉េចបើនាងចង់សំបោនោះនាងត្រូវសម្ដែងដោយយកចិត្តទុកដាក់បន្តិចទៅចាំខ្ញុំនៅផ្ទះទៅនាងមិនលឺខ្ញុំប្រាប់ថាឲ្យនាងទៅចាំខ្ញុំនៅផ្ទះទេ
ចឹងឡើងអាចនិយាយជាមួយនាងនេះខ្ញុំទឿននាងណានៅឆ្ងាយពីមនុស្សដែលយើងស្រឡាញ់ស៊ីយេននាងមិនដឹងអ្វីសោះថាចិនឈឺជាស្វាមីស្រាប់ច្បាប់របស់ខ្ញុំហើយវាមិនគេឃើញនាងជាភរិយាស្រាប់ច្បាប់របស់គេទេគេរៀបការជាមួយនាងព្រោះតែជំរឿនចំក្រៅមិនថាដោយសារអ្វីទេតែតំណែងតំណងរបស់ពួកយើងគឺស្វ័យច្បាប់ចឹងឡើងចឹងប្រាប់ទៅចុះណាមកនេះស៊ឺនីងធ្វើគ្រប់វិធីដើម្បីនាងប៉ុន្តែឥឡូវនេះគេកំពុងនៅក្នុងគុកនាងគឺជាអ្នកតាក់ទាញពួកគេឲ្យជួបមកខ្លួនឯងនាងនេះណាមិនគួរទទួលបានក្តីស្រឡាញ់ទេហើយក៏មិនស័ក្តិសមនឹងមានមិត្តនេះជាតម្លៃដែលនាងត្រូវចាយក្នុងនាមជាអ្នកស្រីលួចជំនួយយើងព័ត៌មានស៊ឺនីងកូនស្រីតកូស៊ឺមានអបតិហេតុរហូតដល់មានអ្នកស្រាប់ត្រូវបានបែកធ្លាយយ៉ាងទូលំទូលាយក្នុងបណ្ដាញសង្គមរឿងនេះគឺធ្វើឲ្យពីតកូស៊ឺ មិន ចែក ត្រឹម ចាយ តែ យ៉ាង ស៊ឺ គួរ នេះ ឲ្យរំភើប ព្រមទាំងតកូលស៊ឺទាំងមូលគឺចប់អស់ មនុស្សដូចជានាងនេះណាមិនស័ក្តិសមនឹងទទួលបានក្តីស្រឡាញ់ហើយក៏មិនស័ក្តិសមនឹងមានមិត្តហើយមនុស្សដូចជាខ្ញុំនេះមិនសមនឹងទទួលបានក្តីស្រឡាញ់ពិតមែនទេ ដឹងកំហុសហើយនឹង លោកចិនឈឺខ្ញុំដឹងកំហុសហើយខ្ញុំនឹងមិនធ្វើវាទៀតទេលោកដល់លែងតកូស៊ឺទៅណា សំបងមែនទេហើយអាណាភាពស្មោះត្រង់ទៅ សុំបងណា នេះជាភាពស្មោះត្រង់របស់នាងមែនទេជាងឡាននាងគិតថាការលុតជង្គង់របស់នាងមានអំណាចណាស់ បាទលោកព្រមទទួលពាក្យព្រមដល់លែងតកូស៊ឺលោកចង់ឲ្យខ្ញុំធ្វើអ្វីខ្ញុំធ្វើបានទាំងអស់ខ្ញុំសុំបង បងប្អូនទាំងពីរស៊ឺនាងហើយនឹងស៊ឺយ៉ាងនេះគឺពិតជាមានទំនាក់ទំនងល្អជាមួយនាងពិតមែនប៉ុន្តែនាងភ្លេចហើយថាអ្នកណាជាអ្នកឲ្យសម្លឹកបំពាក់នឹងហូបចុកដល់នាងនោះគឺខ្ញុំបានចិញ្ចឹមនាងដល់ធំថ្នាក់នេះណា ខ្ញុំមិនដែលភ្លេចទេថាជាលោកជាតកូលលោកដែលមើលថែខ្ញុំផ្ដល់ទីស្នាក់អាស្រ័យដល់ខ្ញុំតែជីវិតរបស់ខ្ញុំមិនមែនជារបស់ខ្ញុំសូម្បីតែម្ដងខ្ញុំមិនដែលភ្លេចសូម្បីតែមួយវិនាទីទេលោកមានគ្រប់បែបយ៉ាងតែខ្ញុំគ្មានអ្វីទាល់តែសោះខ្ញុំពិតជាមិនចង់ឲ្យពួកគេមកពាក់ព័ន្ធទេខ្ញុំដឹងច្បាស់ថាខ្ញុំជាកូនចិញ្ចឹមតូចទាបតែសូមបងចុះយល់ដល់ពួកយើងធ្លាប់ធំដឹងក្តីមកជាមួយគ្នាចាត់ទុកថាអាណិតខ្ញុំក៏បានដែរខ្ញុំសូមបងចុះ តោះទៅហាមធ្វើបែបនេះទៀត មិនហ៊ានទេមិនហ៊ានធ្វើអញ្ចឹងទៀតទេ នាងគួរហៅខ្ញុំថាម៉េច បងប្រុស រឿងក្តីរបស់ស៊ឺនីងគឺខ្ញុំល្មមអាចចូលខ្លួនទៅបានតែបញ្ហានោះគឺក្រុមហ៊ុនរបស់គេមានបញ្ហាយូរហើយខ្ញុំប្រហែលជាមិនអាចជួយបានទេចឹងឡានធ្វើជាមនុស្សកុំលុបលន់ពេកអសោះណាក្មេងល្អលេខឆ្នាំអីហ្នឹង ឆ្នាំពន្យាកំណែត សុំមើលបន្តិចមកយ៉ាងម៉េច តោះទៅមិនចាំបាច់លេបទៀតទេ ហេតុអីទៅ ដល់ពេលដែលត្រូវមានកូនជាមួយគ្នាហើយដល់ពេលដែលយើងត្រូវមានកូនជាមួយគ្នាហើយនឹងធ្លាប់ប្រាប់ថានៅម្នាក់ឯងស្ងាត់ពេកមានកូនទៅបាន2នាក់នេះនឹងមិនចាំបាច់ទៅញ៉ាយជាមួយនឹងសង្គមខាងក្រៅ មានន័យថាកូនគឺជាឧបករណ៍សម្រាប់លោកយកមកប្រើគ្រប់គ្រងលើខ្ញុំមែនទេហើយលោកក៏គ្មានថ្ងៃស្រឡាញ់គេមែនទេខ្ញុំមិនចូលចិត្តក្មេងទេ នឹងមិនស្ដាប់មកគាត់មែនទេយ៉ាងម៉េចនឹងមិនស្រួលខ្លួនឲ្យនាំទៅមន្ទីរពេទ្យដែរទេឡានឡានក្មេងល្អកូនរបស់ខ្ញុំ ម្សិលមិញរញ៉េរញ៉ៃពេកទៅមិនបានទូរស័ព្ទនាងយ៉ាងម៉េចហើយ ខ្ញុំសុខសប្បាយទេហើយចុះលោកវិញស៊ឺនីងយ៉ាងម៉េចដែរហើយសុំទោសណាខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នាក្តៅក្រហាយដោយសារតែខ្ញុំ វាមិនបានតាក់ទងជាមួយនឹងនាងទេកុំគិតច្រើនពេកមើលថែខ្លួនឯងហើយនឹងកូនឲ្យបានល្អណាចាំរឿងនេះចប់ហើយខ្ញុំនឹងតាក់ទងទៅម្ដងទៀត កូនសម្លាញ់ម៉ាក់គួរតែប្រាប់ឲ្យប៉ារបស់កូនដឹងទេថាម៉ាក់កំពុងតែមានកូនតែម៉ាក់ពិតជាខ្លាចណាស់ លោកប្រុសលោកមេធាវីរបស់យើងតាក់ទងទៅនឹងនាងស៊ឺរៀបរយហើយក៏ប៉ុន្តែនាងស៊ឺមិនព្រមទទួលហើយនាងប្រាប់ថាទោះបីជាត្រូវជាប់គុកក៏នាងមិនត្រូវការជំនួយពីលោកដែរ មិនបាច់ទេអញ្ចឹងឲ្យគេជាប់គុកតាមចិត្តគេទៅ ហើយចុះរឿងរបស់លោកស្រីវិញនោះ ខ្ញុំសុំវល់ បើអញ្ចឹងឲ្យគេតាក់ទងទៅស៊ឺយ៉ាងទៅបងប្អូនរបស់គេមិនរួមដៃទេគេសម្រេចចិត្តល្អហើយ បាទលោកប្រុស បានញ៉ាំវីតាមីនបំរុងផ្ទៃពោះទេអាការៈដែលបង្កឲ្យរលូតកូននោះនឹងនៅហើយតែទៅរត់នៅក្នុងផ្ទៃមិនទាន់រឹងមាំទេចាំរហូតដល់ក្មេងកាន់មកអញ្ចឹងអ្នកទាំងពីរត្រូវតែកាត់បន្ថយសកម្មភាពនៅលើក្រេសិនបាននៅតែធ្វើអញ្ចឹងទៀតនឹងមានឱកាសរលូតកូនជាមិនខាននោះទេ
ស្វាមីរបស់អ្នកនាងនៃណាគេមកដែរមកបើអញ្ចឹងអ្នកនាងជួយប្រាប់គេឲ្យទ្រាំរហូតដល់កូនកើតមកសិនមកណា អ្នកស្រីតូចលោកស្រីឲ្យអញ្ជើញទៅផ្ទះធំសិន ឯងទៅឈរធ្វើអីនៅត្រង់ហ្នឹងអង្គុយចុះមកជាងឡានឯងនឹងជិនឈឺរៀបការជាមួយគ្នា3ឆ្នាំហើយមែនទេថ្ងៃទី28ខែនេះគ្រប់3ឆ្នាំហើយថ្ងៃទី28ហ៎អញ្ចឹងក៏អាទិត្យក្រោយនេះហើយ ការដែលហាក់ខ្ញុំមកថ្ងៃនេះមានអីមែនទេ អាទិត្យក្រោយថ្ងៃទី28ឯងហើយនឹងជិនឈឺទៅសញ្ញាលេងលាក់គ្នាទៅ បាទដឹងហើយបាទលោកប្រុសលោកស្រីធំឲ្យអ្នកនាងទៅផ្ទះធំហើយ ឆាប់ទៅផ្ទះធំ អាទិត្យក្រោយថ្ងៃទី28ឯងនឹងជិនឈឺទៅសញ្ញាលេងលាក់គ្នាទៅ ជាឈឺត្រូវការបែបហ្នឹងមែនទេ សំខាន់ដែរឬមួយក៏ឯងមិនព្រមលេងគិតចង់នៅក្នុងតកូលលូរបស់យើងអស់មួយជីវិតអញ្ចឹងជាងឡានគ្រាន់តែតកូលលូអញ្ចឹងបីបាច់ឯងទៅទុកថាបុនឯងហើយអញចង់សងគុណជើងវិញដល់ការបោកក្បាលខា មែ ង នហើយជាឈឺមិនមែនជាក្មេងទៀតទេដល់ពេលហើយដែលគេត្រូវមានអ្នកស្នងតំណែងតើនាងអាចបង្កើតគុណរឿងមកឲ្យគេបានទេឬមួយក៏នាងចង់ឲ្យគុណតកូលលូកាត់មកហើយមានម្ដាយជាមនុស្សក៏អញ្ចឹងមែនទេពេលប្រាប់ថាខ្ញុំមិនបានកតាំងពីកំណើតគ្មានសែនទេគ្មានឱកាសមកមានឱកាសខ្ពស់និងសុខភាពរឹងមាំ មានឱកាសខ្ពស់បានប៉ុណ្ណាឯងធានាបានទេឯងក៏ធានាមិនបានមានអ្នកណាចង់ជួបហានិភ័យនោះ បញ្ញាប់ទៅលេងយ៉ាក់គ្នាទៅវាអាចនឹងល្អជាមួយនឹងជីមឈឺណា អូខ្ញុំចង់លេងលះមែនទេហេតុអីខ្ញុំមិនដឹងអញ្ចឹងម៉ាបើចង់និយាយរឿងនេះមកនិយាយជាមួយខ្ញុំក៏បានណាជាងឡានមិនដឹងអីទេនិយាយជាមួយនាងក៏មានតែប៉ុណ្្នឹងឈឺក្បាលអត់ប្រយោជន៍ទេ យើងគ្រាន់តែនិយាយគ្នាតើមើលឯងទៅតឹងរឹងពេកហើយ មិនអាចទេខ្ញុំមិនបានបារម្ភទេ ជាឈឺត្រឡប់មកផ្ទះអញ្ចឹងបងនៅឲ្យគេធ្វើម្ហូបដើម្បីបានញ៉ាំបាយជួបជុំគ្នាម្ដង ញ៉ាំនេះទៅជាងឡាននាងកាត់អីហ្នឹងជាងឡានកាត់អីហ្នឹង ជាងឡានអី មិនអីទេ ឬអង្គរៈនិយាយថាគេនាំនាងចេញពីមន្ទីរពេទ្យមកនាងទៅធ្វើអីនៅមន្ទីរពេទ្យនោះ មិនមានអីទេខ្ញុំគ្រាន់តែមិនសូវស្រួលក្នុងពោះតិច មិនស្រួលពោះមែនទេហេតុអីមិនប្រាប់ខ្ញុំ វាគ្រាន់តែជារឿងតូចតាច់ប៉ុណ្ណោះលោករវល់ការងារសឹងអីនឹងឲ្យខ្ញុំទៅរំខានគ្រាន់តែរឿងតិចតួចប៉ុណ្ណឹងធ្វើអីទៅ បើស្អែកនៅតែមិនស្រួលទៀតនោះខ្ញុំនាំទៅមន្ទីរពេទ្យខ្លួនឯង ជាងឡានប្រកាសហើយណាថាគ្រាន់តែមិនស្រួលក្នុងពោះការដែលខ្ញុំកំពុងមានផ្ទៃពោះខ្ញុំក៏មានអាការៈបែបហ្នឹងដែរមិនមែនមានផ្ទៃពោះទេមែនទេអត់ទេខ្ញុំមិនបានមានផ្ទៃពោះទេខ្ញុំគ្រាន់តែមិនសូវស្រួលក្នុងពោះតែប៉ុណ្ណោះ បើមិនមានផ្ទៃពោះល្អហើយឲ្យមិនចាំបាច់លំបាក់ទៅរំលូតចោលអាញ៉ៃណាស់ អ្នកម៉ាក់និយាយត្រូវហើយមនុស្សក្នុងត្រកូលលោកប្រហែលជាគ្មានអ្នកណាម្នាក់ស្វាគមន៍កូនរបស់ខ្ញុំទេឲ្យពួកគេដឹងមិនបានទេថាខ្ញុំកំពុងតែមានក្មេងម្នាក់នេះនៅក្នុងពោះ នាងមានផ្ទៃពោះមែនទេ អត់ទេលោកក៏ដឹងតាថាខ្ញុំលើកខាងពីយើងកំណត់មករហូត នាងគួរតែនិយាយការពិតណាកុំឲ្យខ្ញុំដឹងថានាងកំពុងកុហកខ្ញុំទៀតត្រឡប់ទៅផ្ទះវិញ យ៉ាងម៉េចការៈហានិភ័យក្នុងការរលូតនោះបានល្អប្រសើរហើយតែទីរੂនៅក្នុងផ្ទៃមិនទាន់រឹងមាំល្អទេចាំរហូតដល់គ្មានកើតមកនាងហើយនឹងស្វាមីត្រូវតែផ្អាកសកម្មភាពនៅលើក្រេសិនបើនៅតែធ្វើទៀតនាងប្រកាសជារលូតមិនខានទេ ខ្ញុំចង់នៅទីនេះបន្តពី3ថ្ងៃទៀត ហេតុអីទៅ ទីនេះមនុស្សច្រើនអូអខ្ញុំនៅទីនេះអាចសម្រួលអារម្មណ៍បាន នាងខកចិត្តហើយឡោះអញ្ចឹងសម្រាប់ទីនេះពី2ថ្ងៃទៀតចាំខ្ញុំមកទទួលណាយ៉ាងម៉េចមែនទេ បាត់ឡានប្រយ័ត្នប្រយែងណាបងជិនឈឺការរងចាំពិតជាពិបាកណាស់ខ្ញុំមិនចង់ចាំទៀតទេ ជាងឈឺឯងហើយនឹងយើងស្រឡាញ់រាប់អានគ្នាជាង20ឆ្នាំមកហើយមកផឹកជាលើកចុងក្រោយក្រែងតែថ្ងៃមកទៅគ្មានឱកាសទៀតណា ស្អីយ៉ាងអញគិតថាអញពីអ្នកបងប្អូនឯងនេះឈួតឬអត់ទេនេះ អរគុណសម្រាប់ក្រុមមេធាវីដែលមកជួយស៊ីនីងតែទោះបីតកូលស៊ឺធ្លាក់លំបាកក៏មិនព្រមឲ្យអ្នកណាមកជួយហ្វ្រីៗដែរដោយចំពោះការជួយពីមនុស្សស្រីទុនខ្សោយម្នាក់ការដែលយើងមើលថៃជាងឡានយ៉ាងល្អនេះក៏ព្រោះតែយើងអាណិតនាងយើងធ្វើនៅអ្វីដែលភាពត្រឹមត្រូវប៉ុណ្ណោះឯងទៅវិញទេដែលឈួតនោះនៅខាងក្រៅមានព័ត៌មានច្រើនលេចលឺថាឧបទ្ទវហេតុរបស់ស៊ឺនីងក៏ព្រោះតែនាងធ្វើឲ្យជិនឈឺមិនពេញចិត្តឯងប្រហែលធ្វើឲ្យមនុស្សជាទីស្រឡាញ់របស់ឯងនេះជារឿងពិតមែនទេ ហើយអញគិតយ៉ាងម៉េច បើសិនជាពីមុននោះយើងប្រកាសជាជឿជាក់ថាមិនមែនជាឯងទេក៏ប៉ុន្តែពេលនេះហើយណាស់ហើយចុះវាគ្មានអីសំខាន់ទៀតនោះទេ មិនប៉ុន្មានថ្ងៃមុនស៊ឺនីកូនស្រីតកូលស៊ូកើតឧបទ្ទហេតុក្នុងកំឡុងពេលបណ្ដឹងឡើងធ្វើឲ្យមនុស្សស្លាប់ប្រជាជនបានក្រោកទៅទូទាំងប្រទេសភាគហ៊ុនរបស់តកូលស៊ឺនៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់ថ្ងៃនេះ CEO សៀយ៉ាងនៅថ្ងៃសន្និសីទកសែតហេតុការណ៍បច្ចុប្បន្នហើយប្រកាសមិនអាចសមមូលបានឬមួយលោកស៊ឺប្រកាសការដួលរលំនៅថ្ងៃអនាគត
ចាប់វាសញ្ញាកិច្ចសន្យាជាមួយយើងឥឡូវនេះ អ្នកម៉ែតើមានរឿងអី តើមានរឿងអីជាងឡានមុននេះយើងអនសាចិញ្ចឹមនាងដូចជាឆ្កែដែរតកូលលូមើលថែតែមិនគិតសោះថានាងបកក្បាលមកខំជើងវិញហើយធ្វើបាបពួកយើងបែបនេះ ត្រូវការរួមដៃរវាងតកូលលូនិងតកូល Lauren នឹងចាត់ការឲ្យបន្ទុកសាជាថ្មី ចិនឈឺមកធ្លាប់ប្រាប់អញហើយថាក្រុមការនេះវាមានហានិភ័យពេកខ្ញុំគិតថាមិនចាំបាច់ដាក់បន្ទុកម្ដងទៀតទេឈប់រឹងរូបបានហើយ ក្រុមការនេះខ្ញុំនឹងចាំវាឲ្យបាន យើងមិនខ្វល់ទេថាឯងចង់ប្រជុំអ្នកកាន់ភាគហ៊ុនប្រមាណដងទៀតយើងក៏នៅតែមិនព្រមឲ្យបន្ទុកឯង អញ្ចឹងតាមនេះចុះដូច្នេះហើយនៅក្នុងឋានៈដែលខ្ញុំកាន់ភាគហ៊ុនខ្ញុំសូមប្រើសិទ្ធិសម្រេចចិត្ត ឯងកាន់ភាគហ៊ុនតែ30%ប៉ុណ្ណោះហ៊ុនរបស់យើងហើយនវ៉ាន់រួមគ្នាហើយគឺស្មើនឹងឯងអាចមានសិទ្ធិសម្រេចចិត្តម្នាក់ឯងបានយ៉ាងម៉េច ខុសហើយខ្ញុំមានភាគហ៊ុនមិនត្រឹមតែ30%នោះទេតែខ្ញុំមានភាគហ៊ុន40% ថាម៉េច នៅថ្ងៃទី28ជាថ្ងៃគម្រប់3ឆ្នាំនៃខ្ញុំរៀបការជាមួយនឹងជាងឡាននៅក្នុងនោះនាងក៏មានភាគហ៊ុន10%ដែរដែលលោកតាប្រកល់ឲ្យនាងហើយថ្ងៃនេះមានប្រសិទ្ធភាពជាផ្លូវការ មិនយ៉ាងអាចទៅរួច ក្រោយពេលដែលលោកតាស្លាប់ទៅគឺបានទុកពិន័យកម្មយ៉ាងស្ងាត់លោកតាឲ្យមកខ្ញុំ30%ហើយអ្វីដែលនៅសល់គឺប្រកល់ទៅឲ្យជាងឡានហើយបើខ្ញុំនឹងជាងឡានរៀបការគម្រប់ខួប3ឆ្នាំហើយនោះពិន័យកម្មនេះគឺមានប្រសិទ្ធភាពណាស់មកបាទសូមអនុញ្ញាតនៅពេលនេះខ្ញុំមានសិទ្ធិសម្រេចចិត្តថាអ្នកណាជាអ្នកអានភាគហ៊ុនបានហើយនឹង ដោយពាក្យគេនិយាយថាឆ្កែខាប់មិនព្រមពីមុនយើងមើលស្រាអីពេកហើយចាប់វាឥឡូវនេះហើយបង្ខំឲ្យវាសញ្ញេ លេងនឹងភ្លាមលេងនឹងភ្លាមចេញទៅណាស់មកនេះជារឿងពាក់ព័ន្ធនឹងការងារកុំយកកំហឹងមកធ្វើដាក់នាងបែបនេះបានទេ ចិនឈឺមើលទៅឯងឥឡូវដូចជាលុបលុនខ្លាំងពេកហើយមើលតាមបទពិសោធន៍យើងហើយនោះនៅឯផ្ទះឬនៅកន្លែងធ្វើការពិសោធន៍តែសំខាន់មិនខុសគ្នានោះទេណា ម៉ាក់និយាយត្រូវគឺខ្ញុំចាំបានហើយនៅស្ងៀម អ្វីដែលម៉ាក់និយាយជាការពិតទេ រឿងអីទៅ ភាគហ៊ុន នេះជារឿងការងារនាងមិនចាំបាច់ខ្វល់ទេ អញ្ចឹងមុននេះលោកនិយាយជាមួយខ្ញុំថាកន្លះខែទៀតលោកនឹងព្រមលេងជាមួយខ្ញុំព្រោះតែពេលនឹងពិន័យកម្មត្រូវបង្ខំចិត្តមែនទេលោករៀបការជាមួយនឹងខ្ញុំក៏ព្រោះតែភាគហ៊ុនប៉ុណ្ណឹងឯងលោកមិនធ្លាប់ស្រឡាញ់ខ្ញុំសូម្បីតែបន្តិចមិនដែរទេ ឡាននាងកូនធ្វើដូចជាមិនដឹងអ្វីតើសោះបានទេច្រើនឆ្នាំនេះខ្ញុំមិនធ្លាប់ធ្វើល្អចំពោះនាងតើសោះមែនទេពួកយើងទាំងពីរបាននៅជាមួយគ្នាបែបនេះមានក្តីសុខជាមួយគ្នាអញ្ចឹងមិនល្អទេមែនទេ លោកចិនឈឺដល់លេងខ្ញុំទៅលោកចង់ទៅណាឬចង់ធ្វើអ្វីក៏សាច់ចិត្តលោកខ្ញុំសូម ដល់ ប ហើយនាងមែនទេច្រើនឆ្នាំមកនេះនាងចង់ចាក់ចេញពីខ្ញុំរហូតមែនទេឡាននៅក្នុងភ្នែកនាងមានអ្វីមួយយ៉ាងដែលបាត់បង់ទៅខ្ញុំមិនចូលចិត្តឲ្យនាងមើលមកខ្ញុំបែបហ្នឹងទេខ្ញុំមិនចូលចិត្តឲ្យនាងមើលមកខ្ញុំបែបហ្នឹងទេ ភាគហ៊ុនខ្ញុំមិនត្រូវការតែខ្ញុំត្រូវការលេងលះ ខ្ញុំធ្លាប់ប្រាប់ហើយថាកុំឲ្យនិយាយពាក្យលេងលាក់ទៀត ខ្ញុំត្រូវការលេងលះ ចឹងឡានការដែលនៅក្បែរខ្ញុំនាងលំបាកដល់ថ្នាក់នឹងមែនទេ លោកចិនឈឺដល់លេងខ្ញុំទៅខ្ញុំសូមប ខ្ញុំនឹងជួយនាងមើលទៅនាងដូចជាចាំនៅអ្វីដែលខ្ញុំនិយាយមិនបានទេនាងស្ដាប់តែអ្នកដទៃនិយាយសញ្ញាទៅនៅមើលថ្មីទៀតខ្ញុំប្រាប់ថាសញ្ញាទៅលោកគ្រូពេននាងកាត់អីមែនទេ លោកប្រុសលោកភរិយារបស់លោកយកខ្លាំងពេករាងកាយទទួលមិនបានទៅធ្វើឲ្យនាងស្លាប់ទៅគ្មានអីដែលគួរឲ្យបារម្ភទៀតទេ មិនឲ្យបារម្ភទេ បើចង់ពិនិត្យឲ្យមកចាប់នោះគួរតែនាំទៅទីពេទ្យទីនោះមានឧបករណ៍គ្រប់គ្រងពិនិត្យបានល្អជាង ខ្ញុំយល់ហើយលោកទៅចុះឡានភ្ញាក់ហើយនិយាយមកខ្ញុំចិញ្ចឹមបីបាច់នឹងជាង10ឆ្នាំមកនេះមិនបានជានឹងស្លាប់ងាយៗបែបនេះរាងកាយជារបស់មានតម្លៃខ្លាំងណាស់បើលេងលះគ្នាទៅនឹងរស់នៅយ៉ាងម៉េចទៅ លោកប្រលូទឹកតិចកម្មនៅទឹកឃ្មុំដែលកំងមកឲ្យលោកស្រីបានមកដល់ហើយចា ចេញទៅសិនទៅមកឡានមកមួយគ្រាន់ទឹកតិចកម្មតូចមួយប៉ុណ្នេះក៏តម្លៃរាប់ម៉ឺនដែរនឹងផឹកម្ចាស់នៅពេលព្រឹកហើយម្ចាស់នៅពេលល្ងាចមិននិយាយដល់រឿងផ្សេងទេទោះជាកោស៊ឺមានកម្រិតដែររកបែបនេះឲ្យនឹងផឹកមិនបានទេ ខ្ញុំហើយអ្នកបងប្អូនតកូនស៊ឺគ្រាន់តែជាមិត្តនឹងគ្នាប៉ុណ្ណោះ គ្រាន់តែមិត្តភក្តិមែនទេទោះបីជាមិត្តភក្តិពិតមែនតែអាចមើលថែនឹងបានល្អដូចខ្ញុំទេ ខ្ញុំមិនចាំបាច់ត្រូវផឹកតិចកម្មទេមិនបាច់ស្លៀកឈុត brand name មិនបាច់នៅតែធំក៏បានដែរខ្ញុំមិនត្រូវការ ហើយចុះនឹងត្រូវការអ្វី អ្វីដែលខ្ញុំត្រូវការគឺអាចរស់នៅជាមួយលោកអស់មួយជីវិតខ្ញុំមិនត្រូវការអ្វីទេ
សម្រាប់បានល្អទៅក្មេងល្អ លោកប្រុសលោកឥឡូវនេះរឿងការភាហ៊ុនជាមួយនឹងត្រកូល Roland រលូនទៅបានយ៉ាងល្អអ្នកដែលធ្លាប់ទៅខាងអ្នកម៉ាក់របស់លោកឥឡូវនេះចាប់ដើមតទល់ចាប់ដើមបដូរចិត្តខ្លះៗហើយ ការប្រើសក្ការៈបូជាអំណាចស័ក្តិយុះវាជារឿងធម្មតារបស់មនុស្សតែហើយ លោកប្រុសលោកឥឡូវនេះលោកមានភាហ៊ុន 10% ពីភរិយាឬអាចនិយាយបានថាលោកគឺជាអ្នកកាន់កាប់ភាហ៊ុនធំនៅក្នុងក្រុមហ៊ុននេះហើយក៏ប៉ុន្តែភាហ៊ុនដែលនៅក្នុងដៃលោកស្រីបើសិនជាចង់លេងសុំទោសផងលោកប្រុសលោកដែលខ្ញុំនិយាយ ចាំទុកណាយើងនឹងម្លែងលះជាមួយនឹងជាងឡានដាច់ខាតហើយក៏គ្មានខ្លាចដែរ លោកតាលំអៀងពេកហើយគាត់ទុកពាក្យហ៊ុនឲ្យនឹងកូននឹងធ្វើឲ្យជនឈឺចាត់ការពួកយើងដែលមិនបាននឹងខ្លួនតែអ្នកណាប្រកាសទៅជាចៅរបស់លោកតានោះកូនឆ្កែចចកនោះគេគិតថាគេធំហើយប្រហែលជាអត់បានទើបមកអំនួតដាក់យើងហើយកាន់តែពេលនេះរត់តែក្បាលរឿងថែមទៀតអ្នកម៉ែបើក្រុមការនឹងជនឈឺបានពិតមែនគេពិតជាបានចំណូលច្រើនណាស់គេអាចនៅក្រៅការគ្រប់គ្រងពួកយើងសบายចិត្តចោះគេធ្វើមិនបានទេនៅខាងក្រៅកំពុងក្តៅពុកកជ្រុលតែឯងបែរជាបាត់នេះសบายចិត្តនៅទីនេះមិនបាច់មកធ្វើបែបនេះដាក់យើងទេប្រញាប់សញ្ញេទៅ ខ្ញុំនឹងជួយនាងដោយខ្លួនឯងមើលទៅនាងមិនចាំពេលដែលខ្ញុំនិយាយនោះទេនាងស្ដាប់តែអ្នកដទៃនិយាយសញ្ញាទៅ ហេតុអីបានជាកដាស់លេងលះទៅនៅជាមួយនឹងអ្នកម៉ែឯងសួរអីច្រើនម៉េចសាច់ញ៉ៃឈ្មោះឥឡូវនេះខ្ញុំមិនអាចសញ្ញេបានទេឯងគ្រាន់តែជាមនុស្សស្រីកកូនប្រុសយើងសញ្ញេឈ្មោះរួចហើយការដែលឯងមិនព្រមសញ្ញេមានន័យថាម៉េចឯងព្រមសញ្ញេទេបើមិនព្រមសញ្ញេក៏មិនទោះថាយើងប្រើកម្លាំងឥឡូវនេះខ្ញុំលេងលះមិនទាន់បានទេការលេងលះជារឿងមនុស្សពីរនាក់បើមិនបាននៅមុខជិនឈើខ្ញុំសញ្ញេមិនបានទេមិនសញ្ញេហ៎ក្មេងៗអមស្រីហើធ្វើឲ្យនាងព្រមសញ្ញេឥឡូវភ្លាមចាចវាយបញ្ញាប់សញ្ញេទៅណាឬមួយក៏អ្នកនាងចង់ឈឺខ្លួនតែនាងព្រមសញ្ញេទេមិនព្រមមែនទេ ឡើយលេងស្អែកម៉ោង3យកឯកសារមកដាក់នៅលើតុរបស់ខ្ញុំផងមិនដឹងទេ លោកប្រុសលោកស្រីនាំមនុស្សទៅផ្ទះលោកហើយនឹងអ្នកស្រីតូច ថ្ងៃនេះប្រជុំប៉ុណ្ណឹងសិនចុះ សញ្ញេទៅខ្ញុំណែនាំឲ្យឆាប់សញ្ញេទៅอ้าวកូនប្រុសមកដល់ល្មមជាងឡានសញ្ញេឯកសារលេងលះរួចហើយស្អែកនេះអាចយកទៅដាក់នៅឯការិយាល័យបានហើយជាងឡាននៅបន្ទាប់បញ្ញាប់យកឯកសារឲ្យសញ្ញេរួចហើយឲ្យកូនប្រុសយើងមើលទៀត មានន័យថាម៉េចទៅ ការពិតនេះមិនព្រមសញ្ញេទេប្រកាសណាស់យើងរកវិធីឲ្យនាងសញ្ញេអត់ទាន់តែបានយើងមិនចង់ឲ្យនាងស្រីម្នាក់នេះនៅក្បែរខ្លួនឯងទើបមិនឲ្យជីវិតមានអំរែកកូនប្រុសម៉ែដឹងថាឯងអាណិតនាងគោម្នាក់នេះប្រហែលជាមិនហ៊ាននឹងចិត្តអាក្រក់ជាមួយវាយ៉ាងណាក៏សញ្ញេកណ្ដាស់លេងដែរហើយម្យ៉ាងទៀតឯកសារក៏បានសញ្ញេរួចរាល់ហើយដែរកុំនៅរេរីអីទៀតដើម្បីអនាគតរបស់ឯងទៅថ្ងៃមុខទើបម៉ែព្រមធ្វើជាមនុស្សចិត្តអាក្រក់បែបនេះ និយាយអញ្ចឹងធ្វើអីពេលនេះឯកសារសញ្ញេលេងលះបិញលេងហើយប្រញាប់ទៅសុំកណ្ដាស់លេងលះឲ្យលឿនទើបមិនធ្វើឲ្យម៉ែខូចអារម្មណ៍នៅពេលដែលឃើញមុខទៀតណែកូនប្រុសកំពុងគិតស្អីកុំប្រាប់ណាថាឯងស្រឡាញ់នាងកូននេះហើយ អត់ទេគឺខ្ញុំកំពុងតែត្រឹមលេងលះជាមួយនឹងនាងដែរ ល្អណាស់បែបនេះទើបធ្វើឲ្យម៉ាក់នឹងសប្បាយចិត្តបន្តិចកូនប្រុសម៉ាក់ធ្លាប់ដាស់តឿនច្រើនដងហើយមិនថានៅឯផ្ទះឬកន្លែងធ្វើការវាក៏សំខាន់មិនចាញ់គ្នានោះដែរ តោះទៅ ឡានឡាន អត់ទេកុំហាច់អីណា តិចព្រមព្រៀងនេះនឹងសញ្ញាដែលការពេញចិត្តមែនទេ ចាត់ទុកថាខ្ញុំជាឆ្កែក៏បានដែរក្រោយពីចិញ្ចឹមខ្ញុំមកជាច្រើនឆ្នាំលោកក៏អាណិតខ្ញុំបន្តិចដល់លែងខ្ញុំទៅណា បានហើយកុំយំអីខ្ញុំមិនហែកទេខ្ញុំសន្យានៅពេលដែលនាងជារួចហើយនេះខ្ញុំនឹងដោះលែងនាងខ្ញុំនឹងលែងលះជាមួយនាងយល់ព្រមទេបានហើយនាងគិតធ្វើអីយើងសួរថានាងគិតធ្វើអីជាងឡានមើលមុខខ្ញុំនាងខ្លាចខ្ញុំធ្វើឲ្យនាងខ្លាចមែនទេខ្ញុំធ្វើឲ្យនាងខ្លាចដល់ថ្នាក់នេះតែមិនតែទេនិយាយទៅកុំមើលខ្ញុំដល់ខ្សែភ្នែកបែបនេះខ្ញុំមិនចូលចិត្តទេមិនបានជំននិយាយ សម្រាប់បានច្រើន
លោកសូមលោកទុកជីវិតឲ្យខ្ញុំផងលោកស្រីធំជាអ្នកបញ្ជាខ្ញុំធ្វើទេខ្ញុំពិតជាមិនចង់ធ្វើទេសូមលោកទុកជីវិតឲ្យខ្ញុំផងសូមវល់អភ័យទោសឲ្យខ្ញុំម្ដងទៅខ្ញុំគ្រាន់តែជាអ្នកបម្រើមនុស្សដូចខ្ញុំអាចទៅធ្វើអ្វីបានបើលោកស្រីធំជាអ្នកបញ្ជាខ្ញុំឲ្យខ្ញុំត្រូវតែធ្វើតាមយល់ចិត្តខ្ញុំផងទៅខ្ញុំមានតែម្ដាយហើយនឹងកូនតូចឲ្យត្រូវមើលថែខ្ញុំមិនហ៊ានទៀតទេខ្ញុំមិនហ៊ានធ្វើទៀតទេខ្ញុំមិនហ៊ានធ្វើទៀតទេ ជាងឡានក៏ធ្លាប់បបបែបនេះដូចគ្នា អត់ទេចាលោកស្រីមិនបានសម្បល់ទេ ជាងឡាននាងកូនតើនាងនិយាយមិនបានហើយនាងបបយ៉ាងម៉េចទៅ ខ្ញុំមិនហ៊ានទៀតទេ មើលទៅយើងដូចជាធ្វើបានតិចហើយបានជាអ្នកផ្សេងចូលចិត្តចិត្តហ្នឹងមកនឹងតែតែធ្វើខ្សែលើយើងបែបនេះយើងពិតជាមិនយល់នោះទេចង់លេងបែបនេះមែនទេចង់លេងជាមួយក្បាលទៅយកចូលមកកុំឲ្យយើងឃើញម្រាមដៃទាំង10របស់គេនឹងមានសាច់កន្លែងណាល្អតបសោះ ខ្ញុំមិនហ៊ានធ្វើទៀតទេខ្ញុំពិតជាមិនហ៊ានធ្វើទៀតហើយ អ្នកម៉ែអ៊ំស្រីហៅបាត់ទៅណាហើយបញ្ជុំមនុស្សទៅរកល្អទេ មិនបាច់ទេយើងត្រូវបលេចឲ្យជីនឈឺបញ្ចេញកំហឹងខ្លះទៅម៉ាក់បានសយារបស់នីកូមកហើយក៏ចាត់ទុកថាវាសមនឹងតម្លៃហើយ ទោះបីជាគេព្រមលេងឡើងជាមួយនឹងកូននឹងនាងក៏នៅតែមានភាគហ៊ុន 10% នៅក្នុងដៃជាងព្រមឲ្យនាងយកទៅបានដែរមែនទេ ទុកចិត្តចោះកូនស្រីចិញ្ចឹមទុយទៀត នឹងគ្មានថ្ងៃបានលុយតកូលូហើយក៏នៅមិនបានអ្វីចុកដៃសុំបេងតិច មកផឹកខ្លាំងទៅ ពេលណាទៅយើងទៅលេងឡើងជាមួយគ្នា នាងផឹកខ្លាំងសិនទៅ ចឹងនឹងបានកដាស់លេងឡើងនៅពេលណា មិនចង់នៅជាមួយខ្ញុំដល់ថ្នាក់នេះមែនទេ លោកបានសន្យាជាមួយខ្ញុំ ខ្ញុំសន្យាហើយថាចាំនៅពេលដែលនាងជឿសះស្បើយហើយនោះខ្ញុំនឹងលេងយ៉ាងជាមួយនាងពេលនេះនាងជឿហើយមែនទេក៏បានបើសិនជានាងចង់ធ្វើបាបខ្លួនឯងនោះក៏ស្អែកតែចិត្ត លោកចារឿងមកដល់ថ្នាក់នេះហើយទោះបីជាលោកប្រាប់ថាខ្ញុំធ្វើបាបខ្លួនឯងយ៉ាងណាជីវិតរបស់ខ្ញុំត្រូវលោកជន់ឈ្លីពន្លិចដីយូរមកហើយ ហើយ អាឈើបានលើមកថាលោកលេងឡើងរួចហើយហ៎លោកលេងឡើងហើយប៉ាត់មែនណាបើលោកលេងឡើងហើយចាំរៀបការជាមួយគ្នាទេខ្ញុំដឹងស្រាប់ហើយថាលោកប្រកាសជារៀបការជាមួយនឹងខ្ញុំ និយាយឈួតស្អីនឹង ការដែលលោកលេងឡើងមិនមែនដោយសារតែចាំរៀបការជាមួយនឹងខ្ញុំទេហ៎ អ្នកណាប្រាប់នាងថាខ្ញុំលេងទេ គឺខ្ញុំបានលើកគេនិយាយគ្នាអាឈើលោកប្រំរៀបការជាមួយខ្ញុំដែរទេ នាងស្គាល់ខ្ញុំយូរដល់ថ្នាក់នេះនាងនៅមើលខ្ញុំមិនដឹងទៀត ខ្ញុំ ស៊ីយានទំនាក់ទំនងនាងហើយនឹងម៉ាក់របស់ខ្ញុំប្រហែលជាស្និទ្ធស្នាលគ្នាណាស់មែនទេ មនុស្សពេញពិភពលោកណាក៏ដឹងថាខ្ញុំជាសង្សាររបស់លោកពេលដែលជួបអ៊ំស្រីយើងក៏រាក់ទាក់គ្នាតាមធម្មតា សង្សារមែនទេ ប្រកាសចិត្តថាខ្ញុំយកនាងធ្វើសង្សារនោះ ក៏ប៉ុន្តែ នៅលេងតើមើលទៅនាងដូចជាខ្លាចហើយ អាឈើ ចេះទៅខ្ញុំមានការងារធ្វើ អាឈឺលោកត្រូវតែលេងឡើងជាមួយនឹងកូនហ្នឹងហើយក៏មករៀបការជាមួយនឹងខ្ញុំ លោកស្រីរបួសនៅនឹងដៃបានល្អជាងមុនហើយមិនបាច់រំរបួសទៀតទេតែលោកស្រីត្រូវលេបថ្នាំឲ្យបានទៀងទាត់ហើយហាមឲ្យរបួសត្រូវទឹកសោះណា អរគុណណាស់ពេលប្រចាំគ្រួសារប្រាប់ថារបួសរបស់ខ្ញុំជាសះស្បើយហើយពួកយើងនឹងទៅយកកណ្ដាស់លេងឡើងពេលណាទៅ មួយរយៈនេះយ៉ាងមិនដែរទំនេរឯងមកជួបខ្ញុំបានទេមិនបាច់ទេឥឡូវនេះខ្ញុំយកភាសាដៃបានច្រើនហើយណាខ្ញុំគ្រាន់តែអានលេខពេលទំនេរហ្នឹងណា លោកស៊ឺមួយរយៈនេះចាំមិនដែរ តែសន្សំនៅផ្ទះមានការផ្លាស់ប្ដូរខ្លាំងណាស់បើខ្ញុំប្រាប់នាងថាល្អនាងប្រហែលជាមិនជឿទេ សុំទោសផង ហេតុអីចាំតែសុំទោសអញ្ចឹងរឿងនេះពាក់ព័ន្ធនឹងនាងទេម្យ៉ាងទៀតពេលនេះក៏មានដំណឹងល្អមកដែររឿងក្តីរបស់សៀវនីងចាត់ទុកថាជាការធ្វើប្រហែលពីគ្រោះថ្នាក់ចរាចរណ៍ហ្នឹងនៅសល់យើងគ្រាន់តែផាពិន័យហើយក៏ជូនដល់គ្រួសារខ្ញុំនៅរកគ្រោះសំណាងល្អដែលមិនត្រូវជាប់គុកបបួលនាងចេញមកចង់ប្រាប់ដំណឹងល្អកុំឲ្យនាងខ្វល់ចិត្ត មានអ្វីដែលខ្ញុំអាចជួយបានទេ មើលថែខ្លួនឯងនឹងកូនទៅបានល្អទៅហើយនាងវិញនោះយ៉ាងមិនដែរជឿរោគរឿងខ្លះដែរទេ គេហើយនឹងខ្ញុំសម្រាប់ចិត្តថានឹងលេងឡើងគ្នាហើយ ហើយបែបនេះនាង ដើម្បីក្មេងម្នាក់នេះខ្ញុំនឹងដើរទៅមុខបន្តទៀត ល្អបើនាងសម្រាប់ចិត្តធ្វើបែបនេះហើយខ្ញុំគោរពតាមការសម្រេចចិត្តហើយក៏ជូនពរឲ្យនាងសំណាងល្អដែរណា ជាងឡានមិនគិតថានាងហើយនឹងស៊ឺយ៉ាងស្និទ្ធស្នាលនឹងគ្នាដល់ថ្នាក់នេះសោះបើអញ្ចឹងតំណែងលោកស្រីលូនាងគួរតែប្រឡែងដៃទេអាឈើលោកស្មានទៅមើលខ្ញុំទៅក្រៅមិញនេះជួបអ្នកណាគេ ឃើញអ្នកណា ជាងឡាននោះអីនាងនៅជាមួយនឹងស៊ឺយ៉ាងនិយាយគ្នាផ្អែមល្ហែមល្អល្អិនណា និយាយជាមួយអ្នកណា ជាងឡានហើយនឹងស៊ឺយ៉ាងខ្ញុំក៏បានថតរូបមកជាមួយដែរប្រកាសច្បាស់ណាស់អាឈើលោកហើយនឹងជាងឡានប្រហែលជាលេងយកគ្នាពិតមែនហើយមែនទេបើមិនអញ្ចឹងទេនេះប្រហែលជាមិនហ៊ានទៅជួបនឹងស៊ឺយ៉ាងទេពួកគេប្រហែលជាមានចិត្តលើគ្នានៅមុននេះក៏មិនដឹងបើជាអញ្ចឹងពិតមែននោះនាងក៏នឹងពិតជាមិនធម្មតាទេ
អាឈើនេះលោកកាត់ចង់ទៅណា ទៅមកពីណា ទៅមកពីដាច់លេង ដើរលេងទៅជាមួយអ្នកណាចឹងឡើងអ្វីដែលខ្ញុំប្រាប់នាងមិនចាំសូម្បីតែមកប្រយុទ្ធមែនទេចឹងឡើងដល់ថ្នាក់នាងមិនតន់លេងអ្នកទេនាងទ្រាំមិនបានចង់ត្រូវចាក់ថ្មីហើយស៊ឺយ៉ាងវាល្អជាមួយនាងខ្លាំងណាស់មែនទេត្រកូលស៊ឺពេលនេះធ្លាក់រហូតដល់សុំតាហើយគិតថាគេមានអីអាចមកថៃនាងបានទៅពេលខ្លះយើងពិតជាមិនចង់ស្មារតីទេ ពេលណាទៅពួកយើងទៅយកកដាស់លេងលេ កដាស់លេងលះមួយថ្ងៃនាងគិតត្រូវនេះទេមែនទេ លោកចន្ទឈឺលោកមិនរក្សាពាក្យសន្យាទៀតហើយឯង បានលេងលះមែនទេល្អឆាប់ទៅពេញចិត្តហើយនៅនាងបានលេងលះជាមួយខ្ញុំហើយពីពេលនេះទៅខ្ញុំមិនពាក់ព័ន្ធនឹងនាងទៀតទេនាងគិតធ្វើអីគ្រប់យ៉ាងដែលផ្ទះតកូលលូឲ្យនាងហាមយកទៅសំបីតែមួយចេញទៅដល់ខ្លួនទៅ មែនខ្ញុំនឹងចេញទៅតែខ្លួនទៅទេ ទៅចុះទៅ លោកចន្ទឈឺបើសិនជាខ្ញុំមិនស្រឡាញ់លោកខ្ញុំប្រហែលជាធ្វើតាមអ្វីដែលលោកសុំគ្រាន់តែសម្ដែងធ្វើជាលោកស្រីលោកធ្វើជាកូនថ្លង់ប្រើជីវិតយ៉ាងសុខសប្បាយជាមួយនឹងជីវិតហៃសូមហូបអាហារដល់ប្រណិតជាមនុស្សយន្តដែលចាំតែស្ដាប់បង្គាប់តែព្រោះតែខ្ញុំស្រឡាញ់លោកត្រូវតែធ្វើខ្លួនឲ្យមានតម្លៃខ្លះតែខ្ញុំត្រូវឆាក់ចេញពីលោកកូនសម្លាញ់កូនគិតថាម្ដាយរបស់កូនល្ងងដែរទេ អើយមិនដែលគិតស្រមៃទាត់សោះហើយនេះមនុស្សស្រីរបស់លូស៊ីនជឿនេះវាស្រស់ស្អាតបានដល់ថ្នាក់នេះយើងខំតែគិតថាមនុស្សស្រីជាទីស្រឡាញ់របស់គេមើលទៅស្អាតហើយតែមិនគិតទៅសោះថាភរិយារបស់គេស្អាតជាងនឹងទៅទៀតតែពិតជាគួរឲ្យអាណិតមែនទែនព្រោះតែនាងនៅខាងលូជីនឈើទៅបានជានាងត្រូវមកជាប់បែបនេះបានហើយអូនសម្លាញ់បងនិយាយជាមួយនឹងស្វាមីរបស់អូនបន្តិចទៅឆាប់និយាយទៅនិយាយសេះឡើយទៅយើងបានលើមកថាភរិយាលូជីនឈើនេះជាមនុស្សគោតែមិនគិតថាវាជារឿងពិតបើអញ្ចឹងនាងក៏និយាយជំនួសទៅ អាឈើមនុស្សអាចទៅនេះចាប់ខ្លួនខ្ញុំមកបញ្ញាមកជួយខ្ញុំផង ចិនឈឺឯងនៅក្មេងណាស់បញ្ញាប់ឡើងជាប្រធានធ្វើស្អីទៅម៉ាក់ថាអិនសឹមទៅ ការដែលគ្មានចំនួនក្រោយមានការគិតបែបនេះក៏ល្អក៏ប៉ុន្តែគ្រាន់តែភាគហ៊ុន 10% ដែលតារបស់ឯងទុកឲ្យនោះយើងខ្លាចថាកៅអីប្រធានរបស់ឯងនឹងអាចអង្គុយបានយូរ លូជីងឈឺមនុស្សស្រីទៅពីរបស់ឯងកំពុងតែនៅក្នុងដៃពួកយើងមកម្នាក់ឯងហើយហាមទេប្រាប់ប៉ូលីសបើមិនចឹងទេយើងនឹងសម្លាប់ពួកគេចោលទៅ មានរឿងអី មើលមុខរបស់នាងទៅពិតជាស័ក្តិសមជាមនុស្សស្រីរបស់លោកជាងឈឺពិតមែន កុំមកប៉ាយើងណា យើងក៏គិតចឹងដែរតែនាងកូនអាចនឹងឆ្ងាញ់ជាងមិនថានិយាយឬក៏គំរាមដាក់នាងក៏មិនព្រមស្រេចយោមើលមុខនាងទៅទៅភ្លេចជាប់ផ្ពាល់ហើយមិនថាទេដែលលូជីងឈឺព្រមប្រកាសជាមួយនឹងមនុស្សគោមើលទៅវាឆ្ងាញ់មិនខានទេ ឈប់ភ្លាម លោកប្រុសលូនេះដល់ថ្នាក់បបការប្រជុំបុកមែនទេបើជាមកលឺមែនមើលទៅក្នុងបេះដូងរបស់លោកមានស្រីតែពីរនេះពេញបេះដូងហើយ អាឈើលោកមកដល់ហើយចាំមកជួយខ្ញុំផង យើងមិនដល់ហើយតើដោះលែងពួកនាងទៅ អូដោះលេងក៏បានតែពិតជាចង់ដឹកខ្លាំងណាស់ថាមនុស្សស្រីពីរនាក់នេះលោកស្រឡាញ់អ្នកណាខ្លាំងជាងបើជាយ៉ាងនេះអ្នកណាមកលេងហ្គេមជាមួយគ្នាល្អជាងលោកជ្រើសយកមនុស្សស្រីម្នាក់ទៅខ្ញុំនឹងមិនប៉ះពាល់សុខបីតែចង់សក់ចំណែកម្នាក់ទៀតមិនបានជ្រើសក៏ឲ្យបងប្អូនយើងបានរំភើបជាមួយគ្នាលោកកំពុងគិតអីហ្នឹងលោកប្រុសលូលេងហ្គេមបែបនេះពេញចិត្តដែរទេ អាឈើជ្រើសយកខ្ញុំជួយខ្ញុំមិនទៅ រើសយកភរិយាទៅសែនស្អាតម្នាក់នេះរបស់លោកឬមួយក៏យកអូនស្រីម្នាក់នេះអាយពិតជាពិបាកណាស់សំណួរនេះពិបាកមែនទេហើយមានអារម្មណ៍ថាតាទឹកពេកហើយបើមិនរើសទេយើងនឹងចាត់ការនាងនៅមុខឯងហើយណាគឺចាត់ការទាំងពីរនាក់តែម្ដង អាឈើសុំវ៉ជួយខ្ញុំផងលោកនេះចឹងឡានបានលេងលក្ខណៈហាក់ខ្ញុំជាមិត្តស្រីរបស់លោកហាត់អីបានជាលោកនឹងស្ទាក់សើទៀតមនុស្សពលនេះឆ្លាតក្រក់ណាស់គេកំពុងតែសម្លាប់ខ្ញុំ 3 2 1 ស៊ីយិនយើងជ្រើសយកស៊ីយិន អាឈើខ្ញុំនឹងស្រាប់ហើយថាលោកប្រកាសជាជ្រើសយក ក្រោ ខ្ញុំ យរបស់ចាស់ក៏មិនស្បើរបស់ថ្មីមិត្តសម្លាញ់តាំងពីក្មេងមិនអាចស្ទុះជាមួយនឹងស្រីស្អាតបានទេលោកប្រុសទទួលស្គាល់ហើយមែនទេ ឈប់និយាយឲ្យដោះលែងពួកនាងទៅ លោកលូប្រកាសចិត្តហើយដែលមិនជួយភរិយាខ្លួនឯងនោះហើយសុកចិត្តជ្រើសយកប្រពន្ធចុងម្នាក់នេះ យើងនឹងចឹងឡើងលេងលះគ្នាហើយទោះបីជានឹងស្លាប់ឬរស់មិនពាក់ព័ន្ធនឹងយើងទេ អូយល្អពេលនេះលោកលូសម្រេចចិត្តហើយបានបងប្អូនលេងនាងទេ អាឈើលោកដឹងឬអត់ថាខ្ញុំខ្លាចចង់ស្លាប់ហើយ ខ្ញុំប្រាប់រួចហើយថាខ្ញុំនឹងការពារនាង
លោកលូអរគុណខ្លាំងណាស់អរគុណដែលឲ្យភរិយាមកពួកខ្ញុំដើម្បីសប្បាយរីករាយយើងនឹងសប្បាយហ្នឹងមិនអីនោះទេណែពួកឯងស្រ័យចំណងនេះទៅណាយប់នេះយើងសោយសុខជាមួយគ្នាទៀតទៅអើយលោកលូមិនក៏នឹកតទៅទៀតឬក៏ចង់មើលពួកយើងសប្បាយរួមគ្នា យើងមិនខ្វល់ទេយើងត្រឡប់ទៅវិញ ទៅពួកយើង លោកចិនឈឺបើសិនជាខ្ញុំស្លាប់ទៅចង់ដឹងថាលោកនឹងខូចចិត្តដែរទេ មិនកិច្ចទៀតទេស្វាមីរបស់នាងមិនយកនាងទៀតទេទោះឲ្យពួកយើងចុះ ឲ្យដល់តើស្វាមីបាយជាជ្រឹះពុនចង់ឲ្យប្រពន្ធនាងអើយអ្នកណាឲ្យនាងកើតមកជានគរទៅអត់នេះមកចង់ទៅណាហ៎ ឡាឡា កូន អើយទៅមើល បងអូនស្រីហ៎តើនេះជាបងអូនស្រីខ្ញុំបងអូនស្រីតើខ្ញុំជាបងនាងខ្ញុំនឹងធ្វើល្អជាមួយនឹងរហូត នាងជំនួសរបស់ខ្ញុំចាប់ពីពេលនេះទៅពួកគេលែងហ៊ានធ្វើបាបនាងទៀតហើយ លោកក៏ខ្ញុំស្អប់លោក ជាងឡានខ្ញុំមិនព្រមឲ្យនាងស្លាប់ទេលឺដែរទេខ្ញុំមិនអនុញ្ញាតឲ្យនាងស្លាប់ទេជាងឡានកុំស្លាប់ណា លោកគ្រូពេទ្យគេយ៉ាងម៉េចហើយ យើងបានធ្វើអស់ពីសមត្ថភាពហើយពេលនេះមានសមត្ថភាពហើយដោយសារតែក្បាលមានការប៉ះពាល់ខ្លាំងពេកនាងដឹងខ្លួនឬអត់នោះក៏មិនទាន់បានដឹងដែរទៅតាមដានជាមុនសិនណា អរគុណខ្ញុំហៅមែនទេខ្ញុំនឹងហៅគ្រូពេទ្យមក លោកចិនឈឺបើលោកមិនស្លាញ់ខ្ញុំមកជួយខ្ញុំធ្វើអីហេតុអីក៏មិនបណ្ដោយឲ្យខ្ញុំស្លាប់លោកនៅធ្វើបាបខ្ញុំមិនគ្រប់គ្រាន់ទៀតមែនទេ លោកលូលោកស្រីលូលេហើយក៏ប៉ុន្តែការធ្វើ CT scan ត្រូវតែធ្វើដើម្បីពិនិត្យមើលខួរក្បាលត្រូវតែធ្វើ ពិតមែនហើយមុននេះនាងនិយាយមិនបានទេមានន័យថាក្រោយពីបាត់តង្កេតក្បាលហើយនៅសុកនាងក៏និយាយបានមែនទេព្រោះហេតុអី បំពង់សម្លេងរបស់លោកស្រីនៅល្អទេពីមុនកាលដែលមិនអាចនិយាយបានមានបញ្ហាមកពីខាងផ្លូវចិត្តតែដោយសារតែការជំរុញយ៉ាងធ្ងន់ធ្ងរទើបបានអាចនិយាយបានណា ខ្ញុំយល់ហើយអរគុណច្រើនជាងឡានបើខ្ញុំប្រាប់ថាចំណុចខាងនាងហើយនឹងនិយាយបានដែរទេហេតុអីបានជាមិននិយាយ ចេញទៅ នាងក៏ដឹងថានេះមិនមែនជាអ្វីដែលខ្ញុំចង់ឮទេ លោកចិនឈឺចាំមិនជាអ្វីនឹងគ្នាទៀតទេខ្ញុំមិនចង់ឃើញមុខលោកទៀតលោកចេញទៅបើមិនអញ្ចឹងខ្ញុំនឹងស្លាប់ ក៏បានខ្ញុំទៅសម្រាប់ឲ្យល្អចុះ ជាងឡានលុតទៅលើអគារសម្រាប់ខ្លួនតែត្រូវបានជួយសង្គ្រោះពីកូនចិញ្ចឹមកូនថ្លម្នាក់នឹងនៅឬស្លាប់ក៏មិនសំខាន់ដែរមានអ្វីដែលសំខាន់ជាងចិនឈឺបាក់សន្លប់ពីពិសេសខ្ញុំមិនគិតថាគេយកចិត្តទុកដាក់នាងកូនម្នាក់នឹងថ្នាក់នឹងកូនប្រុសច្បងតកូលលូចូលចិត្តរបស់ប្លែកណាដែលយើងប្រាប់ឲ្យទៅចាត់ការនោះយ៉ាងម៉េចទៅហើយចាយើងចង់ដឹងណាស់ថាអ្នកដែលរឹបអូសក្រុមហ៊ុនលូមកច្រើនឆ្នាំនេះតើមានសមត្ថភាពកម្រិតណាទៅអឈើចាំខ្ញុំផងស្ដាប់ខ្ញុំអធិប្បាយសិនគឺព្រោះតែពេលនឹងខ្ញុំខ្លាចពេកទៅនិយាយទៅដល់បានគិតខ្ញុំមិនបានចង់ឲ្យជាងឡានស្លាប់ពិតមែនណាលោកក៏ដឹងថាខ្ញុំជំនុំបែបណាលោកលឺភរិយារបស់លោកនិងអ្នកនាងស៊ីយានត្រូវបានចម្រិតខ្លួនទៅព្រមគ្នាប៉ុន្តែលោកបាយជាជួយអ្នកនាងស៊ីយាននេះជារឿងពិតទេ អសុំសួរលោកបន្តិចនេះជារូបពិតដែរទេហេតុអីលោកមិនចូលខាងពេកយើងខ្លួនឯងតែតោជាមួយស៊ី អ្នក យា ដែល ន លោកជួយគឺអ្នកនាងសៀពិតទេជួយអធិប្បាយស្ថានភាពនៅពេលនេះ អ្នក បាន លោក ទេ ជួយគឺនាងសៀពិតមែនទេជួយអធិប្បាយនៅហេតុការណ៍នេះបានទេផង ជួយឆ្លើយផង សូម លោក ឆ្លើយផងមើល ជួយឆ្លើយផងលោក ដល់បន្តិចទៅមើល លោកកុំអត់ទៅតង្វើរបស់ធានលូលោកជាងឈឺគឺបានធ្វើជ្រុលជួលនឹងព្រំដែនសិលធម៌នៅក្នុងសង្គមព្រោះតែរឿងនេះធ្វើឲ្យភាគហ៊ុនក្រុមហ៊ុនលោកបានធ្លាក់ចុះក៏ប៉ុន្តែមកដល់ពេលនេះ លោកស្រីលូផលវិនិច្ឆ័យរបស់លោកស្រីបានមកដល់ហើយក ុំហៅថាលោកស្រីលូអីណាខ្ញុំហើយនៅលូចិនឈឺបានលេងញ៉ាក់គ្នា អូសុំទោសផងនៅនាងជាង ក្មេង ក្មេងមែនទេមិនបាច់បារម្ភទេគេមិនអីទេអ្នកជំងឺកំពុងមានផ្ទៃពោះអាការៈគ្រោះថ្នាក់ខ្លាំងត្រូវរក្សាទុកកូនដែរទេហើយមានបញ្ហាត្រូវតែជួយម្ដាយសិន ជួយ និយាយថាម៉េច ជួយកូនរបស់ខ្ញុំផងត្រូវរក្សាកេរ្តិ៍ទុក ក៏ប៉ុន្តែ បើកូនរបស់ខ្ញុំមិននៅទីនោះខ្ញុំក៏មិនចង់មានជីវិតរស់ទៀតដែរ ពួកយើងនឹងព្យាយាមអស់ពីសមត្ថភាពនាងកុំតន់ចោះចាញ់ណាកុំតន់បោះបង់ការដែលមានជីវិត ចាអរគុណការមានផ្ទៃពោះរបស់ខ្ញុំហាមប្រាប់អ្នកណាឲ្យសោះជាពិសេសលោកចិនឈឺ
អរគុណ ប្រកាសឲ្យមែនទេតែត្រូវបាត់បង់ការមានផ្ទៃពោះជាមួយនឹងលោកប្រុសលោក ហាមប្រាប់គេណាខ្ញុំសូមវល់តបថាជារឿងសម្ងាត់ដើម្បីខ្ញុំចាស់ក្រោយពីការថែកម្មហើយគឺធ្វើឲ្យប៉ះពាល់ដល់តកូលលោកយ៉ាងធ្ងន់ បាទក្នុងនាមខ្ញុំជាគ្រូពេទ្យការពារឬផ្ទាល់ខ្លួនរបស់អ្នកជំងឺតែពេលនេះអាការដែលមានបញ្ហាមិនមែនជាទារកនេះគឺ CT scan ខួរក្បាលរបស់អ្នកនាង ផលដែលតាមមកតែយ៉ាងម៉េចទេ អេប៉ូខេផាជាប្រព័ន្ធការពារការចងចាំរបស់អ្នកនាងបើបានប៉ះទង្គិចហើយនោះការចងចាំនឹងកាន់តែចុះថយក្រោយប៉ុណ្ណឹងទៀតនឹងផ្លិចគ្រប់គ្នាផ្លិចគ្រប់យ៉ាងតែម្ដង ចុងក្រោយខ្ញុំអត់ភ្លេចគ្រប់យ៉ាងអញ្ចឹងទេបើអញ្ចឹងគឺល្អហើយ រឿងនេះអ្នកនាងចង់ប្រាប់ទៅលោកលូដែរទេ មិនបាច់ប្រាប់គេទេ ក៏ប៉ុន្តែ ខ្ញុំហើយនឹងគេបានលេងលះគ្នាហើយគេគ្មានសិទ្ធិមកដឹកលើពីជំងឺរបស់ខ្ញុំទេ លោកប្រុសលោកស្រីប្រើវិជាក្រុមហ៊ុនចេញសារព័ត៌មានហើយលោកប្រុសលោកឥឡូវនេះភាគហ៊ុនរបស់ក្រុមហ៊ុនកាន់តែឡើងខ្ពស់ទៀតហើយតែការបើកបទសម្ភាសន៍របស់លោកស្រីធំគ្រាន់តែជួយបញ្ជាក់ទំនាក់ទំនងរបស់លោកហើយនឹងអ្នកនាងសៀគ្រាន់តែជាគូស្នេហ៍ខ្ញុំខ្លាចថា កូនប្រុសខ្ញុំហើយនឹងជាងឡានបានលេងលះគ្នាហើយឥឡូវនេះកំពុងតែមើលចិត្តមើលថ្លើមជាមួយអ្នកនាងសៀវយី មើលទៅលោកស្រីដូចជាពេញចិត្តអ្នកនាងសៀវយានខ្លាំងណាស់ ខ្ញុំជាម្ដាយដែលចិត្តទូលាយមិនឈល់ទៅញ៉ាំនឹងស្នេហានឹងការរៀបការកូនប្រុសទេមិនថាអ្នកណាឲ្យតែគេស្រឡាញ់ទៅគឺបានហើយ បើទៅដូចជាលោកប្រុសលោកហើយនឹងនាងសៀចិត្តមានដំណឹងល្អហើយមែនទេ ចាំមកស្ដាប់ដំណឹងល្អជាមួយគ្នាធូអ្នកណាទៅដែលធ្វើកូនប្រុសខ្ញុំខឹងដល់ថ្នាក់នេះអើអេហេតុអីបានជាមើលមកខ្ញុំបែបនេះ ខ្ញុំហើយនឹងស៊ីយានមានដំណឹងល្អមែនទេហើយបានចិត្តខ្ញុំមិនដឹង ពុទ្ធោអើយការពិតជារឿងនេះសោះចិនឈឺក៏មិនទោះថាយើងសម្រេចចិត្តខ្លួនឯងហើយប្រកាសដំណឹងល្អរបស់ឯងនេះជាបញ្ហាដែលឯងសាំងឡើងអ្នកណាប្រើឯងជ្រើសយកសៀវយានថែមទាំងឲ្យអ្នកសារព័ត៌មានថតរូបបានទៀតបើម៉ាក់មិនធ្វើបែបនេះភាគហ៊ុនរបស់តកូលស៊ូអាចឡើងមកវិញទេឯងនេះវានៅក្មេងពេកហើយ ម៉ាក់កំពុងតែគិតខ្ញុំឲ្យរៀបការជាមួយស៊ីយានមែនទេ គៀបសង្កត់ស្អីទៅការដែលម៉ាក់ធ្វើទាំងអស់នេះក៏ព្រោះតែតកូលស៊ូទាំងអស់នៅពេលដែលតាឯងនៅមានជីវិតគេរំពឹងលើឯងខ្លាំងណាស់យើងគិតថាឯងនេះប្រហែលជាមិនចង់ឲ្យក្រុមហ៊ុនដួលអាលុកដោយសារតែដៃឯងទេ អញ្ចឹងខ្ញុំត្រូវអរគុណម៉ាក់មែនទេ អរគុណស្អីទៅនេះជាអ្វីដែលម៉ាក់គួរតែធ្វើហើយ នេះជើងជូនដំណើរភ្ញៀវ លោកស្រីធំសូមអញ្ជើញបាទ ចិនឈឺយ៉ាងណាឯងហើយនឹងជាងឡានលេងលះគ្នាហើយតទៅកុំទៅជួបនាងទៀតប្រយ័ត្នពីនាំគ្រោះថ្នាក់ជាច្រើនឲ្យឯងយល់ស្របទេ អរគុណដែលម៉ាក់ដាស់តឿនខ្ញុំធ្វើនឹងភ្ញាក់មែនទេកុំខ្មាស់ឲ្យខ្ញុំសុំអត់បន្តិចឡាហើយខ្ញុំធ្វើបងប្រុសម្ដងទៀតទៅបានដែរទេនឹងមិនដឹងពីវិធីនិយាយទេមែនទេនិយាយមកហៅខ្ញុំហៅខ្ញុំឡាននិយាយមកខ្ញុំអាចសម្រាប់នាងដែរទេដើម្បីបានស៊ីសាច់របស់នាងផឹកឈាមរបស់នាងដើម្បីឲ្យនាងបាននៅក្នុងឆ្អឹងខ្ញុំអញ្ចឹងគ្មានអ្នកណាអាចបំបាយពួកយើងទៅពីអ្នកបានទេឡោះទេឡានខ្ញុំគ្រាន់លេងសើចទេខ្ញុំធ្វើអញ្ចឹងបានយ៉ាងម៉េចទៅ លោកចិនឈឺចាំបានលេងលះគ្នាហើយណាលោកត្រូវការអីទៀត កាលនៅពីក្មេងនាងចូលចិត្តបិទពួនខ្លាំងណាស់មិនអញ្ចឹងមកលេងបិទពួនល្អដែរទេនាងជាអ្នកលាក់ខ្លួនហើយលាក់ឲ្យល្អក្រៅពីខ្ញុំហើយនោះមិនឲ្យអ្នកណារកឃើញទេបើសិនជានាងឈ្នះនោះបងប្រុសនឹងឲ្យរង្វាន់ទៅនាងឡោះទេមក លោកចិនឈឺ សន្យាជាមួយខ្ញុំថានឹងលាក់ខ្លួនឲ្យល្អក្រៅពីខ្ញុំហាមមិនឲ្យអ្នកណារកនាងឃើញទេយល់ទេ លោកចិនឈឺលោកកាច់ឈ្កត់អីហ្នឹង ឡាននាងត្រូវចាំទុកនាងគឺជាមនុស្សតែម្នាក់ដែលនៅចិត្តខ្ញុំបំផុតល្អគេងទៅណាបានហើយ អាឈឺលោកតាំងចិត្តធ្វើឲ្យខ្ញុំខ្លាចចិត្តមែនទេលោកจะរៀបការជាមួយគេតែលោកមិនប្រាប់ខ្ញុំជាមុនបើមិនមែនរបស់ខ្ញុំមកស៊ូពីព័ត៌មាននោះទេខ្ញុំប្រហែលជាមិនដឹងទេ ហើយយ៉ាងម៉េចសប្បាយដែរទេចូលចិត្តដែរអត់ ចូលចិត្ត ខ្ញុំក៏ ណា ចូល ស់ ចិត្តដែរ ពេលណាទៅយើងថតរូប pre wedding ខ្ញុំស្គាល់ច្រើនហាងណាថតស្អាតទាំងអស់ បានគ្រប់យ៉ាងតាមនាងនិយាយ បើអញ្ចឹងខ្ញុំក៏ត្រូវការពិធីរៀបការដ៏សែនធំទាន់សម័យបំផុតត្រូវតែល្អជាងពេលដែលលោករៀបការជាមួយនឹងជាងឡាន3ឆ្នាំមុន យិនជឿខ្ញុំចឹងណាខ្ញុំនឹងធ្វើពិធីរៀបការឲ្យធំបំផុតឲ្យនាងចងចាំក្នុងចិត្តមិនឲ្យភ្លេចនោះទេ បើអញ្ចឹងខ្ញុំសូមបដូរទៅនៅជាងលៀងបានទេហើយជាងឡាននោះចេញហើយនៅ
ប្រកបណាស់ លោកស្រីដល់ពេលញ៉ាំបាយហើយតែនេះជាកន្លែងណាហេតុអីបានជិះខ្ញុំមកនៅទីនេះលោកស្រីភ្លេចហើយមែនទេនេះជាផ្ទះថ្មីរបស់លោកស្រីហើយនឹងស្វាមីផ្ទះថ្មីនេះយើងបដូរផ្ទះហើយហេតុអីបានជិះខ្ញុំចាប់រឿងនេះមិនបានអញ្ចឹងចេញឈើនៅណាលោកប្រុសមករយៈនេះរបបនឹងការងារណារាប់ថាប្រហែលថ្ងៃទៀតនឹងមកជួបលោកស្រីហេតុអីបានជិះមានអារម្មណ៍ថាដូចជាភ្លេចអីមួយយ៉ាងអញ្ចឹងហេតុអីបានជិះមានអារម្មណ៍ថាដូចជាភ្លេចអីមួយយ៉ាងអញ្ចឹងអត់ទេខ្ញុំហើយនឹងចិនឈើបានលេងគ្នាហើយមានរឿងអីលោកស្រីមកហូបមិនត្រូវមាត់មែនទេ ខ្ញុំនឹងជាងឡានលែងលះគ្នាហើយមិនថានាងស្លាប់ឬរស់ទេមិនពាក់ព័ន្ធនឹងយើងឡើយគ្មានហេតុផលអីតែយើងត្រូវជួយនាងទេ ឪពុកកំប៉ាជាប្រព័ន្ធចាត់ចែងការចងចាំរបស់នាងបើបាត់ទៅកិច្ចហើយការចងចាំនឹងធ្លាក់ចុះបន្តក្រោយពីហ្នឹងនឹងភ្លេចមនុស្សគ្រប់គ្នា ជាងឡានឥឡូវនេះការចងចាំរបស់នាងចាប់ផ្ដើមភ្លេចម្ដងម្ដងហើយនាងត្រូវចាំទុកថានាងបានលេងជាមួយនឹងជីនឈើហើយរឿងដែលសំខាន់ហាមកុំឲ្យគេដឹងរឿងមានផ្ទៃពោះដាច់ខាតត្រូវរកវិធីគេខ្លួនបានលឿនបំផុតលោកជីនឈើគ្មានថ្ងៃនៅស្រឡាញ់នាងទេកុំជឿរូបភាពដែលបានឃើញអំបញ្ញមិញនេះខ្ញុំគិតចង់ធ្វើអីណាមែនហើយខ្ញុំចាំបានហើយខ្ញុំត្រូវរកវិធីគេជិះពីកន្លែងនេះហេតុអីបានជាខ្ញុំមកនៅលើផ្លូវអញ្ចឹង លោកស្រីចាំងលោកស្រីគិតចំតាណាហ្នឹង ខ្ញុំមើលទៅដូចជាខ្ញុំចាំអីមិនបានទេ ហេតុអីបានជាលោកស្រីចាំមិនបាន ខ្ញុំគួរតែត្រឡប់ទៅនៅជីងភីងអ្នកចាត់ការអាចនាំខ្ញុំត្រឡប់ទៅផ្ទះបានទេ ក៏ប៉ុន្តែចាប់ខ្ញុំជូននាងដោយខ្លួនឯងចុះ ជាងឡានអញនៅលើជាមួយនឹងជីងឈើហើយត្រឡប់មកទៀតធ្វើអីទៀតអាចឈើមិនបាននៅផ្ទះទេកុំធ្វើដូចជាមិនដឹងអីគិតចង់សម្ដែងឲ្យអ្នកណាមើលឃើញប្រាប់ទៅចុះណាឥឡូវនេះពេលនេះជាផ្ទះរបស់យើងជាមួយនឹងអាចឈើឆាប់ចេញពីទីនេះទៅ ឥឡូវលោកប្រុសលោកហេតុអីបានជានាងសៀមកនៅជីងភីងអញ្ចឹង លោកជួបស៊ីយិនហើយលោកទៅធ្វើនៅកន្លែង មិន ហ្នឹង មែនទេបាទគឺថាខ្ញុំជួបនាងជាងនៅតាមផ្លូវនាងបានសុំឲ្យខ្ញុំជួលមកជីងភីងតែខ្ញុំមិនដឹងថានាងសៀនៅទីនេះទេ ខ្ញុំត្រឡប់ហើយ ខ្ញុំនៅលើជីងឈើមិនបានលេងយកគ្នាទេនេះជាផ្ទះរបស់ខ្ញុំមិនចេញនាងចេញទេជាងឡានហេតុអីក៏ខ្ញុំមិនដឹងសាអញ្ចឹងថានាងល្ងងដល់ថ្នាក់នេះនាងបានលេងជាមួយអាចឈើហើយហេតុអីក៏មកញ៉ៃញ៉ៃទៀតយ៉ាងម៉េចនៅខាងក្រៅហើយចាំខ្លួនឯងមិនរស់ទៅត្រឡប់មកវិញបែបមុខក្រៅអញ្ចឹងហ៎និយាយស្អីបើខ្ញុំលេងលះហេតុអីក៏ខ្ញុំមិនដឹងនៅបដិសេធទៀតអីនេះឯកសារលេងលះមើលច្បាស់ទេនៅចង់និយាយទៀតមិននឹងអាចទៅរួចឬមួយក៏ខ្ញុំលេងលះឲ្យពិតមែនហេតុអីបើជាខ្ញុំចាំអីមិនបានអញ្ចឹងឆាប់ចេញទៅឆាប់មកញ៉ាញ៉ាឈ្មោះដាក់ឈើបានហើយ ជាងឡានមកទៅនេះធ្វើអី អាឈើអាដិតភរិយារបស់លោកពិតជាគ្មានគេខ្មាស់ទេនាងលេងជាមួយលោកហើយនៅតែមកញ៉ាញ៉ាមិនឈប់ទៀតបញ្ញាប់លេងនាងចេញទៅ ទីនេះមិនមែនជាកន្លែងនាងទេស៊ីយិនកុំខឹងអីណារឿងនេះទុកឲ្យខ្ញុំចាត់ការខ្លួនឯង នាងកអើយលេងញ៉ាហើយនៅមកញ៉ាញ៉ាមិនឈប់ទៀតនាងជួយដែរទេ លោកចិនឈឺខ្ញុំធ្វើអីខុសឯង នាងនិយាយអីហ្នឹង ហេតុអីបានជាលោកលេងត្រូវការខ្ញុំហើយ ហេតុអីបានជានាងហ៊ាននិយាយរឿងបែបនេះចេញមកគ្រប់យ៉ាងដែរតែក៏លូកឲ្យនាងហាមយកទៅសំបីតែមួយតែតែខ្លួនទៅជាងឡាននាងកាត់អីហ្នឹងនាងមានរឿងអីលាក់បាំងមែនទេ ស៊ីយាននិយាយត្រូវពួកយើងលេងគ្នាហើយចាំមិនគួរពាក់ព័ន្ធជាមួយគ្នាទៀតលេងខ្ញុំទៅ ហេតុអីអ្វីដែលស៊ីយិននិយាយនឹងចាំទាំងអស់តែអ្វីដែលខ្ញុំនិយាយនឹងបែរជាមិនចាំទាត់តែសោះខ្ញុំធ្លាប់ប្រាប់នាងហើយមែនទេថាហាមនាងមិនឲ្យចាក់ចេញពីទីនេះទេតែនាងគិតចង់ធ្វើអ្វីទៅមិនបានទៅត្រូវជីភីងឬមួយក៏ត្រូវឃុំឃាំងនៅទីនេះទើបនាងព្រមស្ដាប់បង្គាប់យិនជឹង បាទលោកប្រុស បើយើងមិនអនុញ្ញាតទេហាមអ្នកណាដោះលែងនាងឲ្យសោះណា អាឈើលោកមកជួយរៀបការនេះទៅសំនឹងខ្ញុំដែរ សំ ទេ ខាន់ណាស់ មិនឃើញលោកមកឲ្យច្បាស់ផងនេះលោកចង់រៀបការជាមួយខ្ញុំពិតដែរឬអត់ហ្នឹង នាងនិយាយអីហ្នឹងនាងជំនុំម្នាក់ដែលចង់រៀបការជាមួយនាងមិនដឹងទេបើរើសបានហើយយើងត្រឡប់ទៅវិញទៅ ជាងឡានមិនប្រហែលថ្ងៃទៀតខ្ញុំនឹងអាចជួយរៀបការជាមួយគ្នាហើយបើធ្វើចិត្តទទួលយកមិនបានទេក៏កិច្ចតែឆ្ងាយទៅឈប់មកញ៉ាញ៉ាជាមួយនឹងគូដណ្ដឹងខ្ញុំទៀតលោកជាឈឺលោកកំពុងតែចិត្តរៀបការជាមួយនឹងស៊ីជីននេះអញ្ចឹងខាងខ្លួនខ្ញុំនៅទីនេះដើម្បីទៅជាងឡានប្រើឱកាសនេះដែលមិនទាន់បាត់បង់ការចងចាំបញ្ញាប់កិច្ចខ្លួនទៅកិច្ចចេញពីលោកជាឈឺ លោកលូពាក់កណ្ដាលយប់ហើយលោកគួរតែសម្រាប់សិនទៅ រឿងដែលខ្ញុំមិនជឿឲ្យធ្វើនោះ
ធ្វើរួចហើយនឹង រួចរាល់ហើយតែលោកលូត្រូវប្រហែលបែបនេះមែនទេយើងឧស្សាហ៍អត់ធន់មកជាច្រើនឆ្នាំតែពេលនេះផុសតាងដែលយើងមាននៅមិនគ្រប់គ្រាន់ទេ នាងក៏នឹងឧស្សាហ៍ដើររកខ្ញុំមែនទេ លោកលូ ខ្ញុំប្រហែលជាឈួតហើយ គេងទៅ ជាលោកមែនទេលោកចង់រៀបការជាមួយនឹងស៊ីយានមែនទេ ឡានពូកែពិតមែនទេរយៈពេលខ្លីប៉ុណ្ណឹងរឿងនិយាយបានដល់ថ្នាក់នេះហើយមែនទេ ខ្ញុំមិនបាននៅក្មេងទៀតទេណាខ្ញុំធំហើ ខ្ញុំ យ ដឹងឡានធំហើយក៏ជាមិត្តដែលធំដឹងក្តីហើយ តែ គេងទៅ ឥឡូវនេះនាងដូចជាមានសាច់ជាងមុនណា ពួករបស់ខ្ញុំកាន់តែធំទៅហើយប្រហែលមិនអាចបិទបាំងតទៅទៀតបានទេត្រូវរកវិធីចេញពីទីនេះឲ្យលឿនជាងនេះ មានរឿងអីក្នុងចិត្តមែនទេ ធាត់អាចនឹងមិនស្អាត ឡានរបស់ខ្ញុំនេះស្អាតបំផុតនៅក្នុងចិត្តខ្ញុំស្រាប់ហើយ ខ្ញុំប្រហែលជាស្អាតមិនត្រឹមក្នុងចិត្តតែស៊ីយានទើបស្អាតបំផុត ជាងឡានឥឡូវនេះគ្រួសាររបស់យើងកំពុងតែនៅក្រៅប្រទេសស៊ីវនីងអត់បារម្ភពីនាងមិនបានទេនាងចង់ទៅនៅជាមួយពួកយើងទេ លោកស៊ឺជួយឲ្យខ្ញុំតិចបានទេ ទីនេះគឺជាផែនហៅផ្ទះសម្ងាត់របស់មិត្តខ្ញុំមួយរយៈនេះយិនជឿអាចនឹងរកនាងមិនឃើញទេអត់ណា គុណ និយាយបានហើយមែនទេ ខ្ញុំក៏មិនដឹងដូចគ្នាថាហេតុអីក៏សុកនិយាយបានប៉ុន្តែមិនអាចនិយាយបាន និយាយបានក៏ល្អហើយទៅមុខទៀតប្រកាសជាស្ទាត់ហើយ គ្រួសារលោកប្រសិទ្ធយ៉ាងម៉េចហើយ ប្រហែលជាចប់ហើយគិតថាទឹកក្រោយប្រកាសខ្សែធនហើយដើម្បីសុំបំណុលគេពួកយើងបដូរទៅនៅក្រៅប្រទេសហ្នឹងហើយមិនត្រឡប់មកវិញទៀតទេ សុំទោសណា អូមិនបាច់សំទោសទេរឿងនេះមកយូរហើយម្ដងនេះប្រហែលជាដល់ពេលត្រូវចប់ហើយថាបន្ទោសខ្ញុំគួរតែបន្ទោសខ្លួនឯងមិនមែនជាអ្នកផ្សេងទេ ខ្ញុំគ្មានប្រយោជន៍ខ្ញុំធ្វើបាបអ្នកទាំងអស់គ្នា មិនបាននិយាយដល់នឹងទៀតទេវិញឮថាត្រូវការជំនួយមានអ្នកខ្ញុំជួយដែរទេ លោកស៊ឺគឺខ្ញុំមានជំងឺខ្ញុំមានជំងឺ ឈឺមែនទេអីទៅជិញ្ជឹងដឹងដែរទេ ខ្ញុំមិនមានមិត្តផ្សេងទៀតទេខ្ញុំគិតមិនចាញ់ទេថានឹងឲ្យអ្នកណាជួយបានដូច្នេះទៅខ្ញុំមករកលោកដើម្បីសុំឲ្យលោកជួយ នាងចង់ឲ្យខ្ញុំជួយយ៉ាងម៉េចទេ ខ្ញុំចង់ឲ្យលោករៀបការជាមួយខ្ញុំដើម្បីមកធ្វើជាឪពុកកូនខ្ញុំ ជាងឡាននាងនិយាយពិតមែនទេ ខ្ញុំដឹងច្បាស់ថាខ្ញុំនឹងភ្លេចគ្រប់យ៉ាងខ្ញុំមើលថែគេមិនបានទេធ្វើបែបនេះឲ្យខ្ញុំអាចប្រកល់ទ្រព្យសម្បត្តិទាំងអស់ទៅឲ្យលោកបានណា រៀបការបែបនេះមានលក្ខខណ្ឌដែរយល់ព្រមរៀបការបែបមានលក្ខខណ្ឌក៏បានសន្យាជាងឡានគិតល្អហើយមែនទេភាហ៊ុនតកូលលូខ្ពស់ទៅដល់10000លានទៅហើយតែបែរជាបកគលលើខ្ញុំអញ្ចឹង ខ្ញុំទុកតែក៏បានតែប៉ុណ្ណឹងរឿងសំខាន់គឺខ្ញុំជាប់ជំពាក់លោកជាប់ជំពាក់តកូលស៊ឺលោកជិនឈឺលោកសម្រាប់ចាត់រៀបការជាមួយខ្ញុំក៏ព្រោះតែភាគហ៊ុនទាំងអស់នេះខ្ញុំនឹងប្រកល់វាទៅឲ្យអ្នកដទៃហើយរបស់នេះគឺជាការសងសឹកសម្រាប់លោកដ៏ល្អបំផុត លោកលូការលុបភាហ៊ុនរបស់ពួកយើងបានធ្វើជាញឹកញាប់ហើយថែមទាំងមានតម្លៃមហាសាលខ្ញុំសង្ស័យថាមានមនុស្សកំពុងតែលេងល្បែងទីហ្នឹងចង់ឲ្យត្រួតពិនិត្យដែរទេ មានដំណឹងអីពីខាងរបស់អ្នកម៉ាក់ខ្ញុំទេ នៅមិនតាន់មានទេ អញ្ចឹងមិនបាច់បារម្ភទេ លោកលូ លឿនចឹងលោកគិតថាក្រុមហ៊ុននេះគឺជារបស់ខ្ញុំហើយមែនទេ គឺខ្ញុំ មិនថាអបលកកម្រិតណាទេសម្រាប់ខ្ញុំក៏មិនសំខាន់អ្វីដែរ ឡានមានរឿងអីមែនទេ មនុស្សម្នាក់នេះដូចជាស្តៀងចឹងមិនដឹងទេ នាងចាំគេមិនបានទេ ខ្ញុំចាំមិនបានទេប៉ុន្តែមិនដឹងថាហេតុអ្វីបានជានៅត្រង់នេះមានអារម្មណ៍ថាមិនសូវល្អសោះ អូខេបើគិតចេញកសាច់របស់វាទេ
ខ្ញុំចាំបានហើយខ្ញុំកំពុងតែធ្លាក់ខ្លួនឈឺខ្លាំងមើលទៅដូចជាការចងចាំរបស់ខ្ញុំកាន់តែធ្ងន់ធ្ងរហើយ ហើយនឹងចាំខ្ញុំបានដែរទេ លោកគឺស៊ីយ៉ាង ចាំតែខ្ញុំបានហើយតោះទៅលោកឈឺលោកប្រាប់ទទួលនាងសៀយានជាភរិយាមិនថាមានឬក្រលោកពេញចិត្តនឹងការពារនាងហើយស្មោះត្រង់នឹងនាងតែទេ អាឈើ លោកប្រុសខ្ញុំខុសទៅហើយខ្ញុំនឹងប្រាប់នៅអ្វីដែលខ្ញុំដឹងឲ្យលោកដឹងលោកប្រុសលោកមិនមែនជាកូនបង្ការលោកស្រីធំទេពេលនឹងលោកស្រីធំបានបង្កើតកូនស្រីចេញមកក៏ប៉ុន្តែនាងចាំបាច់ត្រូវតែមានកូនប្រុសដើម្បីស្នងតំណែងទៅកូនលូក្រោយពីនឹងលោកស្រីធំក៏បានបញ្ជាឲ្យខ្ញុំទៅលួចក្មេងប្រុសមកឲ្យបដូរខ្លួនក្មេងលោកគិតថាការដែលរកក្មេងប្រុសវាស្រួលណាស់មែនទេតែដល់ថ្ងៃមួយខ្ញុំបានជួបនឹងក្មេងប្រុសដែលមកពីត្រកូលដែលល្អខ្ញុំក៏បានយកក្មេងទៅបដូរគ្នា និយាយបន្តទៀតទៅ ក្រោយពីនឹងមកគឺមិនប្រហែលឆ្នាំឪពុកម្ដាយក្មេងក៏បានដឹងការពិតបានជាពួកគេមកយកកូនប្រុសត្រឡប់ទៅវិញពីណាហ្នឹងគូស្អីក៏គូយ៉ាងហ្នឹងសូមបងឲ្យកូនប្រុសរបស់ខ្ញុំមកខ្ញុំវិញមក ឲ្យកូនខ្ញុំវិញមកឲ្យក្មេងត្រឡប់វិញមក ចេញកូនប្រុសចេញទៅចេញទៀតទៅវិញមក អញ្ចឹងហើយដើម្បីកុំឲ្យក្មេងបានជួបឪពុកម្ដាយបង្កើតរបស់ខ្លួនឯងក៏ធ្វើជាមានគ្រោះថ្នាក់ចរាចរណ៍ហើយក៏បំផ្លាញផុសតាំងចោល លោកប្រុសទាំងអស់នេះគឺជាកំហុសរបស់លោកស្រីធំជាអ្នកសម្រាប់ពួកគេខ្ញុំគ្រាន់តែធ្វើតាមបញ្ជាប៉ុណ្ណោះខ្ញុំអត់បានពាក់ព័ន្ធទេខ្ញុំពិតជាអត់ដឹងមែនខ្ញុំមិនដឹងពិតមែន សូមទោសផងណាអ្នកទាំងអស់គ្នាការរៀបការថ្ងៃនេះប្រហែលជាបដូរទៅជាពិធីបន់សពវិញហើយណា លោកឈិនឈឺឯងឈួតស្អីហ្នឹងហ៎ វ៉ាងសីឈិនលោកស្រីបានសម្រាប់ឪពុកម្ដាយបង្កើតរបស់ខ្ញុំលោកស្រីគិតថាខ្ញុំពេញចិត្តនឹងឲ្យលោកស្រីបោកប្រាស់ដូចជាមនុស្សយន្តដើម្បីរៀបគម្រោងការដណ្ដើមទ្រព្យសម្បត្តិក្រុមហ៊ុនអញ្ចឹងធ្វើជាមនុស្សណាកុំលុបលុនពេកអីនេះជាអ្វីដែលលោកស្រីបង្រៀនខ្ញុំ លោកឈិនឈឺឯងនិយាយរឿងស្អីឯងជាកូនបង្កើតរបស់យើងពេលហ្នឹងអ្នកមីងហើបង្ករឿងទៅខ្ញុំដេញនាងចេញឯងនៅជឿអ្វីដែលនាងនិយាយទៀតហ៎ ខ្ញុំជាកូនបង្កើតលោកស្រីអញ្ចឹងមែនទេអ្នកដែលជាកូនបង្កើតនោះគឺជានាងនេះហើយឲ្យខ្ញុំរៀបការជាមួយស៊ីយិនក្រោយពេលដែលបង្កើតកូនប្រុសចេញមកពួកអ្នកទាំងពីរក៏ទុកក្មេងនោះហើយកុំចាប់ខ្ញុំចេញដើម្បីបានគ្រប់គ្រងក្រុមហ៊ុនលូយ៉ាងពេញលេញនេះជាអ្វីដែលអ្នកទាំងពីរសម័យមករហូតមិនអញ្ចឹងមែនទេ សូមណែនាំឲ្យសិស្សគ្រប់គ្នាបានស្គាល់អ្នកដែលមកថ្មីនេះមានឈ្មោះថាស៊ីយៀនសួស្ដីទាំងអស់គ្នាខ្ញុំមានឈ្មោះថាស៊ីយៀនផ្ញើក្រុមចាស់ប្រានជួយណែនាំផងណា ស្អាតដល់ហើយមានស្អាតទៅប្រកែកទៀត កូនស្រីឯងត្រូវធ្វើឲ្យឈិនឈឺលងស្រឡាញ់ឯងយ៉ាងបានរៀបការជាមួយនឹងគេហើយមានកូនប្រុសបែបនោះគឺពួកយើងប្រកាសជាអាចធ្វើបាន ចាអត់ទេណាអាឈើខ្ញុំស្រឡាញ់លោកខ្ញុំមិនធ្លាប់គិតបែបនេះទេ ស៊ីយិនខ្ញុំធំនិយាយហើយថាខ្ញុំនឹងធ្វើមង្គលការនេះឲ្យនឹងចងចាំបំផុតនេះអីថ្ងៃមង្គលការដែលគួរឲ្យចាំមិនអាចបំភ្លេចបានទេ អាឈើកុំធ្វើបែបនេះដាក់ខ្ញុំណាឯលោកលែងស្រឡាញ់ខ្ញុំហើយ ស្រឡាញ់មែនទេលេងលខោនមកយូរគិតថានៅមានអ្វីដែលជាការពិតមែនទេយើងពិតជាចង់សម្លាប់យើងណា អ្នកកុំធ្វើបាបនាងណា យើងធ្លាប់ប្រាប់ហើយថាថ្ងៃរៀបការនេះនឹងបដូរទៅជាពិធីបន់សពលោកស្រីធំតកូលូលក់រសជាតិនេះម្ដងទៅហើយគាត់តែឃើញមនុស្សដែលខ្លួនឯងស្រឡាញ់ស្លាប់នៅនឹងមុខនេះតែលោកស្រីបានត្រឹមតែឈរមើលមិនអាចជួយអ្វីបានវាមានអារម្មណ៍ដូចជាយកកំបិតមកចាក់នៅក្នុងក្បាលគ្រប់ពេលវេលាហើយក៏បានត្រឹមតែឈរមើលតែប៉ុណ្ណោះទេ លោកចិនឈឺឯងធ្វើបែបនេះដើម្បីអ្វី ខ្ញុំធ្វើការស្អីនឹងមិនដឹងខ្លួនទៀតអីខ្ញុំខំលេងមកច្រើនហើយពេលដល់រៀនខ្ញុំហើយខ្ញុំមិនចង់លេងជាមួយអ្នកទាំងពីរទៀតទេ លោកចិនឈឺឯងកុំភ្លេចណាបើមិនបានយើងឯងក៏មិនអាចមកអង្គុយតំណែងប្រធានក្រុមហ៊ុនលូបានដែរឯងភ្លេចហើយមែនទេថាតាឯងនិយាយថាមិនមុននឹងគេស្លាប់គេប្រាប់ឲ្យឯងមើលថែតកូនលូគេស្រឡាញ់ឯងដល់ថ្នាក់នេះហេតុអីបានចែកបំផ្លាញតកូនលូបែបនេះទៅវិញ នៅមុននេះខ្ញុំក៏គិតទៀតថាខ្ញុំមានទូនាទីធំតែពេលនេះខ្ញុំដឹងហើយតកូលូយ៉ាងម៉េចទូនាទីយ៉ាងម៉េចមានប្រយោជន៍នោះទេខ្ញុំធុញណាស់ពិតជាធុញលោកលីមនុស្សអាក្រក់នៅខាងនេះ អាឈើកុំទៅណាអាឈើ អីទៅ លោកស្រីមានចំណែករួមការឃាតកម្មច្រើនឆ្នាំមុនហើយនឹងរឿងឃាតកម្មខាងក្តីផ្នែកវិនិយោគជាមួយនឹងប៉ូលីសផងលោកជិះឈឺលេខដៃជាពីនេះបើមិនចឹងទេយើងនឹងដំណើរក្តីតាមច្បាប់ លោកប៉ូលីសកុំរំអីខ្ញុំមិនធ្វើរឿងខុសច្បាប់ទេហើយក៏មិនពាក់ព័ន្ធជាមួយពួកគេដែរសូមជួយ សូមជួយទៅជាមួយពួកយើងផង ជើងឡាន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  ខ្ញុំឈ្មោះចិនឡានជាកូនធម៌របស់ត្រកូលលូមានផ្ទៃពោះកូនរបស់លោកចិនឈឺខ្ញុំចង់កិច្ចពីលោកចិនឈឺលោកចិនឈឺជាអ្នកណាទៅខ្ញុំនៅក្បែរបងរហូតណាបងប្រុស នឹងខាង បងចិនឈឺពេលនេះខ្ញុំធំពេញកំមុំហើយទើបចង់តែមកសាក់ នឹង មើល ចំនួន យ៉ាង របស់ខ្ញុំពួកគេឡើងហ៊ានធ្វើបាននឹងទៀតហើយបងនឹងល្អជាមួយបងរហូត បងស្រីបងនៅល្អជាមួយអូនរហូតលោកចិនឈឺ
បងប្រុស ជាងឡានត្រៀមខ្លួនហើយឬនៅដល់ពេលវេលាហើយថ្ងៃនេះត្រូវទៅផ្ទៃពោះណា ពិនិត្យផ្ទៃពោះ ភ្លេចហើយទៅទេពេលនេះនាងកំពុងមានផ្ទៃពោះណា កូនសម្លាញ់មែនហើយគេគឺជាកូនរបស់អ្នកណា នេះនាងភ្លេចគ្រប់យ៉ាងហើយមែនទេមែនហើយគឺកូនរបស់ខ្ញុំ កូនរបស់លោកឯង ពិតមែនហើយហើយមានចាំទេថាពួកយើងនេះកំពុងចិត្តផ្កាហើយ ចាមើលទៅដូចជាស្តៀងចាំមិនដឹង មែនហើយ នាងកំពុងតែមានផ្ទៃពោះកូនរបស់ខ្ញុំទៅយើងទៅពីរអ្នកត្រូវរៀបការហ្នឹងណាតោះចាំគិតពេលក្រោយទៀតទេលោកលោកខ្ញុំទៅសើបបានថាអ្នកនាងជាងនៅជាមួយកូនច្បងរបស់តកូលស៊ឺ តែរកប្រពន្ធរបស់យើង ហ៎ តែរកប្រពន្ធយើង អូលោកស្រីនិងលោកប្រុសស៊ឺបានទៅទីពេទ្យជាមួយគ្នាហើយ ប្រឆាំងទៀតហើយឆាប់ទៅ អ្នកនាងជាងចាប់ខ្ញុំបានដែរទេមើលទៅដូចជាភ្លេចលឿនណាស់លឿនជាការស្មានទុកទៅទៀតតែថ្ងៃនេះមានដំណឹងល្អទីរូបនៅក្នុងផ្ទៃពិតជារឹងមាំខ្លាំងណាស់រួចផុតពីគ្រោះថ្នាក់ហើយឥឡូវនេះមានសុវត្ថិភាពហើយ អរគុណលោកគ្រូពេទ្យ លោកគ្រូពេទ្យខ្ញុំត្រូវយកចិត្តទុកដាក់រឿងអីខ្លះទៅក៏ដូចជាអ្នកមានផ្ទៃពោះទូទៅនៅសម្រាប់ឲ្យបានច្រើនហើយហាមបញ្ចេញកម្លាំងខ្លាំងពេកតែដើម្បីសុវត្ថិភាពត្រូវតែលេបថ្នាំការពារឲ្យបានល្អតែប៉ុណ្្នឹងបានហើយបាទគ្រូពេទ្យអរគុណហើយតោះយ៉ាងទេ ជាងឡានម្នេះមកលឺអ្វីដែលខ្ញុំនិយាយដែរទី ជាស៊ឺឯកពួយនេះខ្លាចអីណា មិនបាច់មកបង្រៀនយើងទីជារឿងរបស់យើងហើយនឹងជាងឡានមិនមែនជារឿងរបស់ឯងទី ឯងនឹងមិនទាន់ដឹងទេជាងឡាហើយនឹងយើងកំពុងតែចេះរៀបការហើយណា ថាម៉េច ជាងឡាកំពុងមានផ្ទៃពោះកូនរបស់យើងពួកយើងកំពុងតែចេះរៀបការដូចគ្នាហើយ មានផ្ទៃពោះហ៎មានផ្ទៃពោះយ៉ាងម៉េចជាងឡានមានកូនជាមួយឯងបានយ៉ាងម៉េចទៅ មិនទៅសួរគ្រូពេទ្យទៅ ជាងឡានអ្វីដែលគេនិយាយជាការពិតទី ជិនឈឺបើគ្មានការអីទៀតទេយើងទៅសិនហើយណាលោកលូ អីចឹងមិននេះឯងលឺដែរទេ ឬមួយក៏យើងស្ដាប់ច្រឡំតែខ្លួនឯងគេប្រាប់ថាជាងឡានកំពុងតែមានផ្ទៃពោះកូនគេ គេកំពុងជិតរៀបការជាមួយគ្នា មនុស្សដែលជួបបាញ់មិញនេះនាងចូលចិត្តគេទេចាំអីបានខ្លះទេ លោកចិនឈឺជាបងប្រុស បងប្រុសហ៎ ខ្ញុំធ្លាប់ជាកូនធွာរបស់ត្រកូលលូគេគឺជាបងប្រុស មានអ្វីទៀតទេបើគេត្រឹមជាបងប្រុសហេតុអ្វីបានជានាងត្រូវខ្លាចគេ ខ្ញុំមិនដឹងទេខ្ញុំពិតជាមិនដឹងមែនឬប្រហែលជាចាំខុស ចាំត្រូវហើយគេជាបងប្រុសរបស់នាង ហើយបងប្រុសមកពីទីរៀបការយើងដែរទេ ចង់ឲ្យមកដែរទេ ខ្ញុំក៏មិនដឹងដែរនៅពេលដែលឃើញគេខ្ញុំមានអារម្មណ៍ថាខ្លាចណាស់ហើយក៏មានអារម្មណ៍មិនសប្បាយចិត្តទៀតក៏ប៉ុន្តែគេជាបងប្រុស ហើយបើអញ្ចឹងយើងចេញបងប្រុសរបស់នាងមកពិធីរៀបការរបស់ពួកយើងណាល្អទេខ្ញុំបានទៅសឹកមកហើយថាត្រកូលស៊ូកំពុងតែរៀបគម្រោងប្រកាសការដួលរលំតែពួកគេក៏បានលុយភាគហ៊ុនមកពី3ថ្ងៃមុននេះធ្វើឲ្យត្រកូលស៊ូអាចត្រឡប់មកវិញម្ដងទៀតចំណែកលុយភាគហ៊ុននោះបានមកពីគឺណា គឺជាស្អី ពីអ្នកនាងជាងអត់ទេពីលោកស្រីបានលុបភាគហ៊ុនទាំងអស់របស់នាងហើយឲ្យលើវិញយកទាំងអស់ទៅត្រកូលស៊ូទេ ជាងឡាននឹងព្រមធ្វើតាមការស្នើសុំរបស់សុយិនពិតមែន បាទលោកចំណែករឿងដែលស្រីមានផ្ទៃពោះក៏ជារឿងពិតនេះជាលទ្ធផលពិនិត្យទេលោក ចិនឈឺខ្ញុំមានផ្ទៃពោះហើយណាតែប្រាប់ថាបាន6សប្តាហ៍ហើយសុខភាពល្អលោកចូលចិត្តក្មេងស្រីឬក៏ក្មេងប្រុស ខ្ញុំចូលចិត្តក្មេងស្រីកូនប្រហែលជាស្អាតដូចនាង លោកប្រធានលោកស្រីមក ជាឈឺខ្ញុំនឹងឡានមកជាឯចូលរួមរៀបការនេះជាកូនចិញ្ចឹមរបស់តកូលលូហើយឯងក៏ជាបងប្រុសរបស់នាងមកចូលរួមពិធីរបស់យើងទៅណា ជាងឡាននឹងរៀបការជាមួយនឹងគេមិនបានទេ បងប្រុស នឹងនិយាយពីអី បងប្រុសសូមអញ្ជើញទៅចូលរួមពិធីមង្គលការរបស់យើងផងណា ជាងឡាននឹងនិយាយម្ដងទៀតបានទេ បងប្រុសសូមអញ្ជើញ
ទៅចូលរួមពិធីមង្គលការរបស់យើងផងណា ពីមុនមិនព្រមហៅខ្ញុំថាបងប្រុសតែពេលនេះបែរជានិយាយបានយ៉ាងនេះ ខ្ញុំនៅចាំបានលោកគឺជាអ្នកណា ចឹងឡើងនេះ បានហើយឥឡូវនេះយើងជ័យរួចរាល់ហើយពួកយើងត្រូវត្រឡប់ទៅសិនហើយតោះទៅ លឿនជើងទៅសុំតិចទៅមើលតើអាការៈចឹងឡើងខុសពីធម្មតាមើលថាមានរឿងអីកើតឡើង បាទលោកលូនេះជាគ្រូពេទ្យដែលព្យាបាលឲ្យលោកស្រីគេដឹងច្បាស់ថាលោកស្រីខុសពីធម្មតាយ៉ាងម៉េចនោះគាត់ លោកទៀតហើយមែនទេនិយាយទៅ លោកលូប្រធានបិលអគារនោះអាចមានសុវត្ថិភាពតែវាប៉ះពាល់ដល់ខួរក្បាលមួយចំណែកមានការបាត់ទឹកយ៉ាងខ្លាំងធ្វើឲ្យនាងមិនអាចចាំអ្វីបានការចងចាំបាត់ទៅម្ដងតិចម្ដងតិចទៅ លោកចង់មានន័យថានឹងភ្លេចខ្ញុំចឹងមែនទេ គឺមែនហើយ អញ្ចឹងហេតុអីមុននេះមិនព្រមប្រាប់ ព្រោះថាអ្នកនាងមិនឲ្យខ្ញុំប្រាប់ខ្ញុំត្រូវតែធ្វើតាមអ្នកជំងឺ នឹងមិនចង់ខ្ញុំដឹងមែនទេមិនថានៅពេលនេះនឹងក៏នៅតែមិនចង់ខ្ញុំដឹងថានឹងភ្លេចខ្ញុំហើយ មានវិធីព្យាបាលផ្សេងទៀតទេបើសិនហេប៉ូកំប៉ាខូចខាតតិចនោះវានឹងព្យាបាលខ្លួនឯងបើខូចខាតខ្លាំងទីពេទ្យមិនមានការព្យាបាលទេពេលនេះវិធីដែលអាចជួយបានជួយដាស់តឿនការចងចាំនិងធ្វើឲ្យនាងចងចាំមកវិញនេះជាវិធីដ៏ល្អបំផុតហើយបើនាងភ្ញាក់ហើយយើងទៅលោឈុតរៀបការសិនទេ លោកជាអ្នកណា សូម្បីតែខ្ញុំក៏នាងភ្លេចដែរមែនទេ ខ្ញុំសុំទោសតែខ្ញុំ មិនអីទេខ្ញុំដឹងស្រាប់ថាថ្ងៃណាមួយនាងនឹងភ្លេចខ្ញុំស្ដាប់ឲ្យច្បាស់ណាខ្ញុំឈ្មោះស៊ីយ៉ាងជាគូតំណឹងរបស់នាងពួកយើងធ្លាប់ណាស្រឡាញ់គ្នាខ្លាំងណាស់ហើយកំពុងតែនឹងរៀបការជាមួយគ្នាចាំរឿងប៉ុណ្្នឹងទៅបានហើយអូខេទេហើយក៏ចាប់តាំងពីនាងឈឺមកនាងភ្លេចច្រើនណាស់ក្រៅពីខ្ញុំហើយនោះនាងហាមទុកចិត្តនរណាទាំងអស់ចាំទុកណា ខ្ញុំនឹងចាំទុកខ្ញុំហើយនៅស៊ីយ៉ាងពីមុនធ្លាប់ស្រឡាញ់គ្នាពិតមែនទេហេតុអីក៏ខ្ញុំចាំអីមិនបាន បានហើយទៅលោឈុតរៀបការជាមួយគ្នាលោឈុតយូរពេកនាងហើយនឹងកូនប្រហែលជាឃ្លានហើយមកទៅនេះញ៉ាំទៅហេតុអីមិនចូលចិត្តញ៉ាំមែនទេ នរណាបង្រៀនឲ្យនិស័យបែបនេះមិនចូលចិត្តញ៉ាំសាច់ជ្រូកជាប់ផ្លាញ់ទេតែចូលចិត្តញ៉ាំសាច់ជ្រូក3ជាន់ថ្ងៃក្រោយញ៉ាំខ្លួនឯងទៅខ្ញុំមិនជួយទៀតទេ ឡានមិនស្រួលខ្លួនទៅហើយមែនទេឡាន បងប្ ជា រុ ង ស ឡានធ្វើពេលដែលនាងភ្លេចទុកយ៉ាងតែនាងបែរជាអាចចាំគេបាននេះមានន័យថាយើងគ្មានឱកាសទេមែនទេ កុំស្អែកអ្នកស្គីមចាំខ្ញុំបានដែរទេល្អឡានសារហៅបងថាបងប្រុសទៅមើល បងប្រុស ឡានត្រឡប់ទៅផ្ទះជាមួយនឹងបងប្រុសណាកុំរៀបការជាមួយនឹងស៊ីយ៉ាងអីកុំរៀបការជាមួយនឹងស៊ីយ៉ាងអីព្រមទេ ទេមិនបានទេ ហេតុអី ស៊ីយ៉ាងជាគូដណ្ដឹងរបស់ខ្ញុំពួកយើងស្រឡាញ់គ្នាខ្លាំងណាស់ នឹងនិយាយអីនិយាយពីអីនឹងប្រាប់ថាស្លាញ់គ្នាខ្លាំង អត់ទេនឹងស្លាញ់គេមិនបានទេមកជាមួយខ្ញុំឡានមើលភ្នែករបស់ខ្ញុំទៅខ្ញុំសួរនាងតើទុកខ្ញុំជាអ្នកណា លោកគឺជាបងប្រុស បងប្រុសធ្លាប់ប្រាប់ថាយ៉ាងម៉េចកុំស្លាញ់ខ្ញុំយល់អីទេ លោកនិយាយថាមិនឲ្យខ្ញុំស្រឡាញ់លោក ខ្ញុំនិយាយជាមួយនឹងចានយ៉ាងនេះនឹងចាំបានតែប្រយោគនេះទេមែនទេឡានបងប្រុសសំបងកុំតែចោលខ្ញុំអីបានទេ ខ្ញុំត្រូវទៅហើយ សុយ៉ាងបញ្ឈប់ពិធីមង្គលការនេះទៅយើងនឹងជួយគ្រួសារតកូលស៊ឺពួកឯង យើងស្គាល់គ្នាឲ្យរយៈពេល10ឆ្នាំហើយឯងគិតថាយើងជាមនុស្សបែបម៉េចត្រកូលស៊ឺរបស់ពួកយើងអាចនឹងមិនមានដល់ត្រកូលលូកាលពីពួកយើងនៅក្មេងៗតែដទៃគិតថាយើងរាប់អានជាមួយឯងក៏ព្រោះតែអែបអបនិយាយថាយើងគឺជាកូនដៃរបស់ឯង តែយើងដឹង យើងរាប់អានឯងដូចជាបងប្រុសប៉ុណ្ណោះ ប្រាប់ឯងទៅចុះណាយើងមិនអាចគិតថាឯងជាកូនដៃរបស់យើងសូម្បីតែម្ដងទេយល់ទេ យើងគិតជាមួយនឹងឯងដូចជាបងប្រុសម្នាក់ចឹងហើយមិនដែលគិតប្រាថ្នាចង់បានអ្វីពីឯងទាល់តែសោះយើងមិនដែលចំណាយនឹងឯងទេយើងធ្វើអ្វីចេញពីចិត្តបរិសុទ្ធនៅពេលនេះយើងក៏នៅតែដដែលហ្នឹងលើកលែងជាងឡានយើងមិនព្រមលើកនាងឲ្យឯងទេ យើងក៏អញ្ចឹងដែរ នៅចាំការដែលនៅរៀនដែរទេឯងឆ្លោះគ្នាជាមួយនឹងសិស្សសាលាខាង
នឹកគ្រាដែលយើងនាំឯងត្រឡប់មកវិញចាំឲ្យការនៅរៀននោះឯងឆ្លោះគ្នាជាមួយនឹងសិស្សសាលាខាងនៅពេលដែលយើងនាំឯងត្រឡប់មក ទេហើយដឹងអត់នេះនៅសាលារៀនចិត្តពួកយើងនេះមានស្រីស្អាតច្រើនណាស់វើយសាច់សដូចជាសម្លេងយ៉ាងអញ្ចឹងណា ហើយនេះឯងកំពុងតែនិយាយដល់យើងកូនម្នាក់ហ្នឹងឯង មែន ពិតជាគួរឲ្យស្រឡាញ់ណាស់តែគួរទីស្ដាយដែលនិយាយមិន សមា បាន ក៏ដែលនាងនិយាយមិនបានណាតែពួកយើងចង់ធ្វើអីក៏បានដែរនិយាយមិនបានបែបនេះមើលទៅក៏អរំភើបណាស់វើយ អូអញ្ចឹងយើងទៅប្រមូលនាងឲ្យមកជាមួយពួកយើងទៅ មែនតើនេះពួកឯងនិយាយស្អីនិយាយម្ដងទៀតទៅមើល ម្នាក់នេះវាជាអ្នកណា យើងជាអ្នកណាមិនសំខាន់ទេពួកឯងហ៊ាននិយាយបែបនេះជាងបានផងកុំឲ្យយើងជួបពួកឯងទៀតអត់សោះ ទៅ ឯណាទៅប្រាប់ថាមកពីគ្រួសារអ្នកមានហេតុអីបានជាទៅរកឬពួកអ្នកលេងអស់ទាំងអញ្ចឹងពួកវាមានគ្នាច្រើនឯងចង់ស្លាប់មែនទេ ពួកគេចង់ធ្វើបាបនឹងក៏និយាយស្ដីមើងងាយនាងស័កសមហើយតែធ្វើបែបនេះ បែបនេះដូចជាឯងសោះ យើងស្លាប់មិនបានទេបាននឹងស្លាប់បាត់នោះនឹងត្រូវគេធ្វើបាប ពួកយើងចិត្តដល់ទីពេទ្យហើយលោកជិនឈឺហាប់បន្តិចណា សួរយ៉ាងបើសិនជាយើងស្លាប់ទៅឯងជួយការពារនឹងក៏ផងយល់ដែរទេ លោកជិនឈឺឯងការពីនិយាយគោមករហូតមែនទេដល់លេងនឹងទៅឲ្យនាងមានជីវិតថ្មីទៅនោះគឺជាការការពារដ៏ល្អបំផុតហើយណាឡានឡានឲ្យខ្ញុំធ្វើជាបងប្រុសចំណាននាងទៅរកកូនកំឡោះនេះគឺជាការដាក់ទោសដ៏ធ្ងន់ធ្ងរបំផុតដែលព្រះជាម្ចាស់ដាក់ឲ្យខ្ញុំសួរយ៉ាងមើលថៃឡានឡានបានល្អ ប្រកាសណា បងប្រុសកន្លែងនេះជាកន្លែងណា ឡានឡានមិនចាំឲ្យខ្លាចទេគេគឺសួរយ៉ាងគឺជាស្វាមីរបស់នាងនាងកំពុងត្រៀមការជាមួយគេហើយណា បងប្រុសខ្ញុំ ឡានខ្ញុំនឹងមើលថែនាងឲ្យបានល្អបំផុតណា គ្មានល្អឆាប់ទៅមកឆាប់ទៅឡានឡានកាត់អីហ្នឹងហើយនេះយំធ្វើអី ខ្ញុំក៏មិនដឹងដែរហេតុអីបានជាខ្ញុំចាំអីមិនបានបែបនេះមិនដឹងអ្វីសោះមិនដឹងថាហេតុអីក៏ខ្ញុំខូចចិត្តដល់ថ្នាក់នេះ គឺស្ដាប់តាវ៉ាងជឿនស៊ីងមិនមែនជាម្ដាយកើតរបស់ឯងទេតែតាគិតថាឯងជាចៅបង្កើតរបស់តាណាវ៉ាងជឿនស៊ីងនឹងនាងមានមហិច្ឆតាហើយនឹងកូនស្រីរបស់នាងសៀយ៉ានត្រូវការគ្រប់គ្រងទ្រព្យសម្បត្តិរបស់ត្រកូលលូចាំទុកណានាងនឹងហើយដែលជាអ្នកសម្លាប់ឪពុកម្ដាយបង្កើតរបស់ឯងនាងគឺជាសត្រូវរបស់ឯងហើយត្រូវទៅនាំត្រកូលលូរត់គេចចេញទៅឲ្យរួចពីដៃនាង លោកតាកុំនិយាយច្រើនពេកអីសម្រាប់ទៅលោកតា ហើយរឿងមួយទៀតគឺរឿងឡានបើឯងខ្លាចជាមនុស្សធំហើយនោះឯងត្រូវតែរៀបការជាមួយនឹងនាងបើតាស្លាប់នាងគឺជាគ្រួសារតែមួយគត់របស់ឯង
លោកតាខ្ញុំសន្យាថាខ្ញុំនឹងធ្វើតាមលោកតាគ្រប់បែបយ៉ាង ឯងឯងត្រូវតែលុតជង្គង់ហើយស្បត់ឯងត្រូវតែស្បត់ជាមួយនឹងយើង លោកតាខ្ញុំសុំស្បត់ខ្ញុំលឺជាងឈឺសុំស្បត់ថាមិនថាលំបាកកម្រិតណាទេខ្ញុំនឹងយកត្រកូលលូចេញពីវាំងស៊ីស៊ីននិងកូនស្រីរបស់គេហើយសងសឹកឲ្យម្ដាយបង្កើតរបស់ខ្ញុំរៀបការជាមួយឡានមើលថែនាងឲ្យបានល្អមិនឲ្យនាងជួបការលំបាកទេបើខុសសន្យាសូមឲ្យខ្ញុំនៅម្នាក់ឯងអស់មួយជីវិតរស់ដោយគ្មានក្តីសុខលោកតាលោកតាលោកតា លោកលូត្រឡប់ទៅផ្ទះវិញទេ ទៅផ្ទះមែនទេខ្ញុំគ្មានផ្ទះទេ លោកលូឥឡូវនេះគណៈកម្មការគ្រប់គ្រងកំពុងតែរញ៉េរញ៉ៃមនុស្សពួកហ្នឹងកំពុងតែរកវិធីដកលោកចេញពីតំណែងប្រធានក្រុមហ៊ុនចាប់ឲ្យលោកទៅមើលថែណា បើពួកគេចង់ក្បត់ក៏ឲ្យពួកគេក្បត់ទៅ ក្រុមហ៊ុនវិញនោះមិនចង់ខ្វល់ខ្វាយពិតមែនទេ យើងមិនខ្វល់ទេយើងជួយចាត់ការបញ្ហាតូចធំទាំងអស់ហើយមានអ្នកណាមើលថែយើងទេបើគ្មានអ្នកណាខ្វល់ខ្វាយពីយើងឲ្យពួកគេដេញយើងចេញទៅយើងមិនចង់ធ្វើជាប្រធានទៀតទេ លោកលូពេលនេះលោកចោះចាញ់ហើយមែនទេ លិនជើងធ្លាប់ញ៉ាំស្ករគ្រាប់ដែរទេយើងធ្លាប់ញ៉ាំស្ករគ្រាប់ដែលមានរសជាតិផ្អែមឆ្ងាញ់តែយើងមិនហ៊ានញ៉ាំទេព្រោះខ្លាចអ្នកដទៃដឹងទើបយើងយកវាទៅលាក់ទុកយើងលាក់ទុកបានយ៉ាងល្អតែយើងខ្លាចវារលាយបាត់ដល់ផ្សិតខ្លាចវាត្រូវសម័យរហូមយើងលាក់ទុកស្ករគ្រាប់យើងមិនចង់ឲ្យអ្នកណាឃើញទេយើងខ្លាចបាត់បង់ណាស់យើងការពារយើងលាក់ទុកយើងខែខាំងណាស់ប៉ុន្តែចុងក្រោយយើងក៏បាត់បង់នាង លោកលូ យើងគ្មានសល់អ្នកណាទៀតទេមិនសល់អ្នកណាទេមិនសល់សំបីម្នាក់គ្មានសល់អ្វីទាំងអស់ជាហើយមែនទេមកញ៉ាំអាហារពេលប្រជុំគ្នា លោកជាអ្នកណាឯណាបងប្រុសខ្ញុំ ឡានមុននេះនាងអាចចាំខ្ញុំបានដល់ទៅ2 3ថ្ងៃឥឡូវនេះបាយជាភ្លេចខ្ញុំទៅហើយមែនទេ ខ្ញុំចង់ទៅរកបងប្រុសខ្ញុំ ឡានពេលនេះនាងខ្លាចជាភរិយារបស់ខ្ញុំហើយយើងជាគ្រួសារតែមួយនាងត្រូវតែនៅជាមួយខ្ញុំនៅទីនេះស្រ័យរកបងប្រុសទៀតមិនបានទេណា បងប្រុសមិនត្រូវការខ្ញុំទេ មិនមែនបែបហ្នឹងទេមកញ៉ាំអាហារពេលព្រឹកសិនទេចាំខ្ញុំអានបាយឲ្យនាងស្ដាប់ឡានខ្ញុំបានត្រឹមតែសង្ឃឹមថាមនុស្សដែលនាងចូលចាក់ក្នុងចិត្តនោះគឺរូបខ្ញុំឡានរៀបចំឲ្យបានត្រៀមទៅខាងក្រៅថ្ងៃនេះខ្ញុំបានថតរូបកំពុងមានផ្ទៃពោះណា ថតរូបកំពុងមានផ្ទៃពោះឯង ភ្លេចទៀតហើយមែនទេនាងមើលអានេះទេនឹងនឹកឃើញហើយក ូនសម្លាញ់ម៉ាក់សំទោសដែលជំងឺរបស់ម៉ាក់ធ្វើឲ្យម៉ាក់ភ្លេចកូនទៀតហើយលោកចិនឈឺបងប្រុស ឡានពេលឃើញរូបថតអស់ហ្នឹងហើយយ៉ាងមិនដែរបើនាងមិនចូលចិត្តទេអាចទៅថតថ្មីបានណាលោកសឺរីករាយដែលបានជួបយើងមកនិយាយគ្នារឿងក្រោកការដែលបានផ្អាកចាំខ្ញុំមកភ្លេចសិនណាលោកចាំងតោះយើងទៅក្នុងនិយាយគ្នាសិន ហេតុអីក៏ខ្ញុំមិននៅទីនេះទីនេះជាកន្លែងណាខ្ញុំកំពុងទៅណាទៅផ្ទះខ្ញុំចង់ត្រឡប់ទៅផ្ទះ
ឡាឡាន មែនហើយទីនេះហៅតែខ្ញុំ ចឹងឡាននាងមកទៅនេះធ្វើអីហើយចុះស្យ៉ាង ខ្ញុំត្រឡប់មកផ្ទះ ត្រឡប់មកផ្ទះនាងចាំខ្ញុំបានហើយមែនទេ លោកគឺលុយជីនឈឺបងប្រុសរបស់ខ្ញុំ នាងលែងលះជាមួយស្យ៉ាងហើយមែនទេទើបបានចេះត្រឡប់មកផ្ទះវិញនាងចង់ត្រឡប់មកទីនេះវិញមែនទេ សឺយ៉ាងអ្នកណាគេ ស្យ៉ាងជាស្វាមីរបស់នាងហើយទីនេះមិនមែនជាផ្ទះនាងទេនាងត្រឡប់ទៅវិញទៅឡាឡាន បងប្រុសលែងត្រូវការឡានហើយ បងមិនត្រូវការឡាឡានបានយ៉ាងម៉េចទៅឡាឡាន មិនមែនទេបងប្រុសកំពុងតែកុហក ឡាឡានខ្ញុំគួរធ្វើយ៉ាងម៉េចល្អជាមួយនាងទៅមកនៅពីក្មេងនាងចូលចិត្តមើលតុក្កតាហើយនឹងផឹកស្ដាខ្លាំងណាស់ ឡាឡាននឹងធ្វើឲ្យខ្ញុំបារម្ភចិត្តឈួតទៅហើយត្រឡប់ប្រទេសយើងវិញតោះទៅឡាឡាន ឡាឡានគេគឺជាស្វាមីរបស់នាងឈ្មោះស្យ៉ាងត្រឡប់ទៅនៅជាមួយគេវិញទៅ តោះទៅឡាឡាន សុំនិយាយជាមួយបន្តិចមក មើលទៅពេលដែលនាងនៅទីនេះពិតជាមានអារម្មណ៍ស្រស់ស្រាយខ្លាំងណាស់ នាងជាអ្នកជ្រើសខ្លួនឯងទេ ហើយកំពុងតែនិយាយឲ្យយើងលេខដៃពីនាងមែនទេ ពីមុនយើងក៏តាំងចិត្តបែបនេះឲ្យនាងទៅនៅខាងក្រៅឯងអាចជាជំរឿនដ៏ល្អបំផុតតែឥឡូវនេះនាងមានចម្លើយហើយផ្ទះដែលនៅក្នុងចិត្តនាងគឺនៅជាមួយយើងរហូត មែនហើយមិនថាយើងធ្វើអ្វីដើម្បីនាងថ្ងៃបន្ទាប់នាងក៏ភ្លេចយើងទៅហើយមនុស្សដែលនាងចង់ចាប់ទុកគឺជាឯងទេ ស្យ៉ាងយើងសុំបងឯងទៅចុះឲ្យឡានមកយើងវិញទៅខ្ញុំសុំបង តាំងពីយើងកាត់មកទៅតែលើពាក្យសុំវល់ជាពីមាត់ឯងផ្ទាល់នេះឯង មែន មិនសមសោះ ឯងឲ្យនាងមកយើងវិញឯងចង់ឲ្យយើងធ្វើអីក៏បានដែរ ចុះបើយើងប្រាប់ឯងថាយើងចង់បានក្រុមហ៊ុនលួរបស់ឯងនោះ នេះឯងពិតជាមែនហើយនេះ ដើម្បីធ្វើតាមបណ្ដាំចុងក្រោយរបស់លោកតាឯងព្យាយាមលះបង់កម្រិតណាស់ទៅហើយទីបំផុតវាងជ្វាស៊ីងហើយនឹងកូនស្រីបានជាប់គុកទៅហើយហេតុអីមិនបានចោះចាញ់សូម្បីតែម្ដង នៅក្នុងចិត្តយើងគ្មានអ្វីដែលសំខាន់ជាងឡានទេ បានហើយយើងមិនមែនជាមនុស្សដែលចូលចិត្តឆ្លៀតឱកាសនោះទេជាមួយឡានរត់ទៅឆ្កែអាណិតមិនមែនសេចក្តីស្នេហាទេនាងគួរតែបានទៅនៅជាមួយឯងឲ្យនាងនៅទីនេះហើយណា អរគុណ ភ្លេចប្រាប់ឯងហើយថានាងហើយនឹងយើងមិនបានចុះឲ្យតែស្វេលទេការចងចាំរបស់នាងចិត្តអស់ហើយមិនមែនជាមនុស្សដែលអាចសម្រេចចិត្តបានទេទើបមិនអាចធ្វើក្រដាស់ទៅទៀតបាន ចុះហេតុអីបានចាឯង ព្រោះតែនាងបានសម្បកខ្ញុំថាក្រោយពីបាត់ការចងចាំឲ្យខ្ញុំមើលថែកូនរបស់នាងបន្តការដែលពួកយើងរៀបការក៏ព្រោះតែចង់ឲ្យក្មេងត្រឹមត្រូវតាមច្បាប់ នេះមានន័យថាពួកឯងទាំងពីរ ក្មេងម្នាក់ហ្នឹងគឺជាកូនរបស់ឯងហ្នឹងគិតឲ្យអ្នកផ្សេងមកមើលថែបានយ៉ាងម៉េចទៅនេះហើយចំមែនឯងនេះ ឡាឡាននេះជាកូនពួកយើងមែនទេឡាឡានសុំទោសណាសុំទោសដែលធ្វើឲ្យនាងរងទុក្ខសុំទោសយ៉ាងម៉េចដែរឡាឡានស្អាតដែរទេឡាឡានចាំបានដែរទេថាថ្ងៃនេះជាថ្ងៃអី ថ្ងៃនេះជាថ្ងៃអី ថ្ងៃនេះជាថ្ងៃដែលពួកយើងរៀបការសារថ្មីក្មេងល្ងងទើបតែប្រាប់ព្រឹកមិញនេះឯង ខ្ញុំរៀបការជាមួយលោក ហេតុអីមិនចង់រៀបការទេមិនចង់រៀបការជាមួយខ្ញុំទេ ការដែលខ្ញុំកវីក្បាលមិនមែនបានន័យថាខ្ញុំមិនចង់ការទេខ្ញុំឈ្មោះក្បាលមិនមែនឆ្លើយសំណួរទី2ទេតែឆ្លើយនៅសំណួរដំបូងរបស់លោកនៃរបស់ខ្ញុំចង់និយាយនោះគឺខ្ញុំពេញចិត្តក្រៅពីបងប្រុសខ្ញុំនៅមិនការជាមួយអ្នកណាទាំងអស់ ឡាឡាននៅក្នុងលោកនេះមានតែនាងម្នាក់ប៉ុណ្ណោះដែលផ្ដោតក្តីស្រឡាញ់មកឲ្យខ្ញុំដោយគ្មានលក្ខខណ្ឌទោះបីជានាងភ្លេចគ្រប់យ៉ាងក៏ដោយនាងភ្លេចថាខ្ញុំជាអ្នកណាក៏នាងមិនភ្លេចថានាងស្រឡាញ់ខ្ញុំដែរឡាឡានមកឡាឡានមើលទៅរូបនេះគឺជារូបដែលនាងមកនៅក្នុងផ្ទះដំបូងមើលទៅដូចជាកូនឆ្មាអញ្ចឹង រូបនេះដែលយើងលេងធ្វើជាឪពុកម្ដាយជាមួយគ្នាបងគឺជាកូនកំឡោះអូនគឺជាកូនកំមុំគឺពួកយើងនេះរៀបការជាមួយគ្នាយូរណាស់មកហើយក៏រហូតមកដល់ពេលនេះទៀតហើយមួយនេះពេលដែលយើងរៀនមហាវិទ្យាល័យនាងមានរឿងនៅក្នុងចិត្តខ្ញុំក៏ដឹងតែមិនអាចបង្ហាញចេញមកពីព្រោះថានៅពេលនោះគឺខ្ញុំនៅមិនទាន់អាចការពារនាងបាន បងប្រុស
ពេលនេះពួកយើងរៀនចប់ហើយតើតែខ្ញុំអាចហៅជិនឈឺចំនួនពាក្យបងប្រុសបានដែរទេ ឡាឡាចំណាយនាំឲ្យស្គាល់ណានេះជាសង្សាររបស់ខ្ញុំនាងផែស្គាល់ហើយនឹងសិយាមរាក់តាក់បងថ្លៃទៅ បងថ្លៃ នេះគឺជាកូនដំបងរបស់ពួកយើងបងដឹងថាវ៉ាងស៊ីងធ្វើបាបគេតែនៅពេលហ្នឹងបងមិនអាចការពារគេទាល់តែសោះបងព្យាយាមការពារគេយ៉ាងល្អបំផុតហើយព្រោះបែបហ្នឹងទើបបងធ្វើចិត្តអាក្រក់អូនប្រហែលស្អប់បងណាស់ហើយរឿងមួយទៀតនោះថ្ងៃដែលអូនចូលបន្ទប់ព្រះកាន់គឺគ្មានអ្នកណាខូចចិត្តស្មាននឹងបងទេអូនដឹងដែរទេការពិតទៅបងបានដាក់ឈ្មោះឲ្យគេរួចហើយគឺបងនេះចង់បានកូនស្រីដែលស្រស់ស្អាតដូចអូនអញ្ចឹងលូអៃឡាន ឈ្មោះពិតជាពីរោះមែនហើយចាស់បែរជាក្មេងប្រុសវិញនោះ លូអ៊ីឡានមានន័យថាអូននឹងបង ឈ្មោះដែលបងបានតាំងនេះសូម្បីតែអូនចាំដែរក៏មិនហ៊ានហៅដែរគួរឲ្យខ្មាស់ណាស់ ខ្ញុំសុំទោសណាបងប្រុសមិននេះលោកនិយាយថាម៉េចខ្ញុំចាំមិនបានសោះ មិនអីទេឡាឡានទោះបីជាអូនភ្លេចគ្រប់យ៉ាងតែចាប់ទៅពេលនេះតទៅបងនឹងនិយាយរឿងតាំងពីដំបូងដល់ចប់ឲ្យអូនស្ដាប់រាល់ថ្ងៃនឹងប្រាប់អូនរាល់ពេលបងនឹងនិយាយអូនស្ដាប់មានតែរឿងល្អនិងរឿងអាក្រក់បងនឹងប្រាប់អូនឲ្យអស់បងជាអ្នកខំខាំងអូនពេលមុនអូនរងចាំបងប៉ុន្តែពេលនេះបងជាអ្នករងចាំអូនវិញឡាឡានបងស្លាញ់អូន រឿងប្រពន្ធដូចលាក់ចាប់ឲ្យបងនេះបង យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីតាមដានទស្សនាខ្សែវីដេអូឃ្លីបនេះតាំងពីដើមរហូតដល់ចប់យើងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់បងប្អូនទាំងអស់ឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ក្រុមគ្រួសារសូមអរគុណ